យើងមានទូរស័ព្ទមកគ្រាប់បើយើងប្រើអត់ស្រួលទេគេនឹងបញ្ជាយើងឬក៏អាចធ្វើឲ្យយើងផ្លាស់ប្ដូរអេយ៉ាប័តអ្នកដែលគេបង្កើត Facebook មកមិនមែនតែ Mark Zuckerberg គេជួលអ្នកឯកទេសបណ្ឌិត PhD មួយចំនួនមករៀបចំយុទ្ធសាស្ត្រឲ្យគ្រាន់តែយើង scroll ទេយើងចូលចិត្តជេរគ្រាន់តែមើលគេជេរតែបន្តិចស្អែកឡើងនឹងឃើញគេជេររហូតបាទប្រហែលរយៈហ្នឹងគឺមានឃើញការជ្រៀតជ្រែកចូលក្នុង account តាម Telegram ហ្នឹងច្រើនមែនទេខ្ញុំអត់ដឹងថាវាមានការរីករាលដាលធំរបៀបម៉េចទេប៉ុន្តែឃើញមានអ្នកសួរខ្ញុំផងមានអ្នក comment ឆ្លើយឆ្លងផងទៅលើអាការរីករាលដាលទាំងអស់ខ្ញុំតែនិយាយថារបស់មួយដែលល្អថ្ងៃណាមួយនឹងមានមនុស្សមកឃើញនឹងយល់ពីរឿងទាំងអស់ហ្នឹងអញ្ចឹងពេលដែលខ្ញុំធ្វើអាហ្នឹងខ្ញុំអត់ខ្វល់ថានឹងត្រូវមានបញ្ហាប្រឈមអីទេខ្ញុំដឹងថាចំណុចហ្នឹងគឺមានមនុស្សច្រើនជាងទៀតអាចនឹងមករកឃើញគាត់អាចរៀនសូត្របានមានបងប្អូនខ្លះសាលាមួយចំនួនធ្វើ robot គ្រប់គ្នាអាចបញ្ជាបានប្រហោះបានយើងមោទនភាពទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញមួយទៀតពេលដែលធ្វើអាហ្នឹងហើយយើងអាចដោះស្រាយបានបាទអញ្ចឹងទាំងអស់គ្នាឥឡូវដូចបានណាត់គ្នាជាមួយនឹងបងសុផាតអញ្ចឹងកុំឲ្យខាត់ពេលយូរជួបគាត់តែម្ដងបាទជំរាបសួរបងបាទអរគុណបងបានឆ្លៀតពេលមកជួបខ្ញុំមានរឿងមួយខ្ញុំចង់ប្រាប់បងឯងខ្ញុំចងចាំកាលយើងជួបគ្នាដំបូងដូចជានៅហាងកាហ្វេមួយហើយពេលហ្នឹងដូចជាបានជួបជាមួយនឹងបងស្រីដែរបាទកាលហ្នឹងយកកូនទៅអត់ទេខ្ញុំចង់ចាំគឺជាពេលវេលាមួយដែលជួបគ្នាដំបូងហើយពេលហ្នឹងខ្ញុំដូចជា invite បងចូលទៅកម្មវិធី podcast មួយដែលខាងកន្លែងការងារចាស់របស់ខ្ញុំផលិតហើយពេលហ្នឹងជួបបងណាគឺនៅក្នុងចិត្តខ្ញុំមានគោលបំណងមួយគុំក្នុងចិត្តថាថ្ងៃណាមួយពេលដែលខ្ញុំធ្វើ podcast ខ្លួនឯងថ្ងៃណាមួយពេលដែលខ្ញុំធ្វើ content ខ្លួនឯងគឺខ្ញុំចង់មានបងឯងនៅក្នុងវីដេអូខ្ញុំឥឡូវ fast forward មកដល់2026ក្តីសម័យបានជួបបងឯងនៅក្នុង podcast របស់ខ្ញុំហ្នឹងគឺបានកាត់ឡើងហើយអញ្ចឹងអរគុណមែនតើបងបានចែកពេលវេលាមកជួបខ្ញុំនៅក្នុងវីដេអូនេះអញ្ចឹងបងសម្រាប់បងប្អូនមួយចំនួនដែលគាត់ប្រហែលជាមិនទាន់បានស្គាល់បងមានមនុស្សច្រើនបានស្គាល់បងប៉ុន្តែសម្រាប់បងប្អូនដែលមិនទាន់ស្គាល់បងអាចណែនាំខ្លួនបន្តិចបានអត់បើឲ្យណែនាំវាច្រើនជ្រុងខ្ញុំអញ្ចឹងបើសិនជាអ្នកដែលស្គាល់ខ្ញុំទេខ្ញុំឈ្មោះជីសុផាតបាទជាអ្នកផលិតមាតិកាផ្នែក digital ហើយក៏ជាគ្រូបង្រៀនដែរអាចថាជាគ្រូបង្រៀនផ្នែក digital នឹងដែរហើយក៏មួយផ្នែកជាអ្នកប្រឹក្សាយោបល់ទៅលើរឿង digital ជាអ្នកបណ្ដុះបណ្ដាលទៅរឿង digital អញ្ចឹងប្រសិនបើអ្នកមួយចំនួនឃើញខ្ញុំក្នុង Facebook ភាគច្រើនដឹងតែខ្ញុំគឺជាអ្នកផលិតមាតិកាបាទតែបើសិនបើចូលនៅក្នុងការអប់រំគេប្រហែលជាស្គាល់ខ្ញុំក្នុងនាមជាគ្រូបង្រៀនច្រើនមួយចំនួនដែរបាទបើនិយាយពីសហគមន៍វិញខ្ញុំគឺជាអ្នករៀបចំ bar camp ដែលប្រហែលជាអ្នកមួយចំនួនក្រោយៗអត់ស្គាល់ទេតែបើសិនមានអ្នកធ្លាប់ឮ bar camp ប្រហែលជាស្គាល់ដែរព្រោះយើងធ្វើជាង10ឆ្នាំនៅក្នុងស្រុកខ្មែរយើងដែលយើងធ្វើជាសហគមន៍ធំមួយអញ្ចឹងបើសិនជាអត់ទាន់ស្គាល់ខ្ញុំក៏អាចនឹងស្គាល់កម្មវិធីទាំងអស់ហ្នឹងពីមុនដែរហើយក្រៅពីហ្នឹងខ្ញុំជាសហគមន៍របស់ Google របស់ Mozilla របស់ច្រើនផ្សេងទៀតនៅស្រុកយើងហ្នឹងដែរអញ្ចឹងអាហ្នឹងគឺបើអ្នកអត់ស្គាល់តិចទៀតចាំយើងលំអិតថាជីកឬជីកគល់គ្នាអីទៀតអាហ្នឹងចាំតិចទៀតក៏បានខ្ញុំសួរបាទបងខ្ញុំចងចាំការចែករំលែករបស់បងមួយនៅក្នុងវីដេអូដែលបងធ្លាប់ធ្វើជាមួយអាចថា podcast របស់គេផ្សេងបងបានរៀបរាប់អំពីការចាប់ផ្ដើមដំណើរផងបងទម្រាំមកបានដល់ថ្ងៃនេះបងនិយាយអំពីកូនសិស្សមួយដែលបងដូចជាបង្រៀនគាត់ឬក៏ធ្លាប់ចែកម្លែកបែបណាទេកាលបងនៅវិទ្យាល័យបងនិយាយអំពីការបិទកុំព្យូទ័រដោយការដកខ្សែមិនមែន process តាមដំណើរត្រឹមត្រូវទេហើយវាគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យបងចង់ជួយចង់ចែកម្លែកចង់បដោះបដាលចង់ឲ្យកូនសិស្សគាត់ចេះនៅអាជំនាញទាំងអស់ហ្នឹងបងអាចនិយាយពីដំណើរនឹងបានអត់បងមែនតើវាមានរឿងតាំងពីដំបូងថាហេតុអីបានខ្ញុំចូលចិត្តចែករំលែកភាគច្រើនអ្នកស្គាល់ខ្ញុំភាគច្រើនគឺខ្ញុំជាអ្នកចូលចិត្តចែករំលែកភាគច្រើនបន្ទាប់មកខ្ញុំចែករំលែកពីអីបានខ្ញុំចាប់ផ្ដើមដាក់មាតិកាចូលទៅក្នុងហ្នឹងអញ្ចឹងដោយសារតែវាមានសាច់រឿងមួយចំនួនដែលឲ្យខ្ញុំចូលចិត្តបច្ចេកវិទ្យាហើយមានសាច់រឿងមួយចំនួនឲ្យខ្ញុំចូលចិត្តការចែករំលែក
បកទៅប្រហែលជាការពីខ្ញុំថ្នាក់ទី9គឺខ្ញុំគឺជាសិស្សវិទ្យាល័យមួយអាចថារៀនគួរសមដែរអញ្ចឹងក្នុងកំឡុងពេលដែលខ្ញុំរៀននៅវិទ្យាល័យគឺភាគច្រើនខ្ញុំចូលចិត្តចែករំលែកទៅមិត្តភ័ក្តិតាមរយៈការបង្រៀនគួរទៀតណាកាលហ្នឹងគ្រូគេមានបង្រៀនគួរក្រៅមកខ្ញុំក៏មានបង្រៀនគួរក្រៅមកដែរតែទៅមិត្តភ័ក្តិដែលគាត់រៀនអត់ទាន់រៀនអត់យល់អញ្ចឹងពេលខ្លះមករៀននៅផ្ទះខ្ញុំពេលខ្លះខ្ញុំបរៀននៅសាលាអីចឹងទៅអញ្ចឹងអាហ្នឹងមួយផ្នែកបន្ទាប់មកក្នុងឱកាសហ្នឹងខ្ញុំក៏មានឱកាសមួយទៀតដែលនៅក្នុងសាលាគេមាន program ទូចដែលតាក់ទងជាមួយនឹងគេហៅថា peer to peer ហ្នឹងមានចែករំលែកអំពីចំណេះដឹងទៅកាន់មិត្តភ័ក្តិតែកាលហ្នឹងគឺគម្រោងរបស់អង្គការ CARE ដែលក្នុងគម្រោងហ្នឹងដូចជាឈ្មោះថាមេត្តាករណាបើខ្ញុំចាំមិនខុសទេដែលញ៉ាំពីសុខភាពបន្តពូជអញ្ចឹងក្មេងៗថ្នាក់ទី9ទី10ហ្នឹងយើងគ្រាន់តែជែកគ្នាលេងអញ្ចឹងទៅអញ្ចឹងនោះហើយគឺជាឱកាសដែលខ្ញុំបានចែករំលែកនៅក្នុងសហគមន៍ដំបូងបំផុតនៅក្នុងចង្កោមមិត្តភ័ក្តិក្រោយមកទៀតខ្ញុំក៏ចាប់ផ្ដើមចេញក្រៅសង្គមប្រហែលជាឆ្នាំ2006 2005 2006អីអស់ហ្នឹងខ្ញុំក៏បានចូលរួមជាមួយសហគមន៍មួយដែលគេឲ្យឈ្មោះថាសមាគមយុវជនខ្មែរដែលក្នុងហ្នឹងគេមាន program មួយឈ្មោះថាមជ្ឈមណ្ឌលសិក្សាដែលគេ form គេឲ្យយុវជនហ្នឹងមកអញ្ចឹងចង់ធ្វើគម្រោងអីក៏បានដែរអញ្ចឹងយើងអាចមក form គ្នា4 5នាក់6នាក់យើងបង្កើតជាសហគមន៍មួយសម្រាប់ចែករំលែកតែគេមានប្រធានបទតាក់ទងជាមួយនឹងគ្រឿងញៀនអញ្ចឹងយើងធ្វើវិធីសាស្ត្រមិនក៏ដោយទៅផ្សព្វផ្សាយគ្រឿងញៀននៅសហគមន៍ដែលក្នុងឱកាសហ្នឹងហើយដែលខ្ញុំបានរៀនសូត្រច្រើនតាក់ទងជាមួយនឹងការច្នៃប្រឌិតព្រោះពេលខ្លះការអប់រំការផ្សព្វផ្សាយខាងគេដឹងតែអប់រំផ្សព្វផ្សាយប៉ុន្តែគេផ្ដល់ឱកាសឲ្យក្មេងៗហ្នឹងបញ្ចេញគំនិតច្នៃប្រឌិតអញ្ចឹងពេលខ្លះយើងទៅអប់រំផ្ទាល់ពេលខ្លះយើង propose ធ្វើជា concert ទូចអីចឹងទៅអាហ្នឹងវាជាឱកាសមួយដែលយើងហៅច្នៃប្រឌិតគេច្នៃប្រឌិតក្រោយមកទៀតខ្ញុំបានទទួលឥទ្ធិពលមួយពីមិត្តភ័ក្តិរបស់ខ្ញុំហើយក្នុងកំឡុងពេលហ្នឹងហើយដែលខ្ញុំចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាពេលហ្នឹងមិត្តភ័ក្តិខ្ញុំយកกระดาษមួយស្លឹកមកដែលគ្រប់គ្នាស្គាល់ថាกระดาษ keyboard ឬក៏ keyboard layout ដែលក្នុងហ្នឹងមានអក្សរកហើយយើងចុច shift ចុចអីចេញជើងចេញអីហ្នឹងគេឲ្យឈ្មោះថា keyboard layout តែជាกระดาษ print នេះបាទគេយកមកសាលាដើម្បីទិញដើម្បីចាំដើម្បីយើងងាយស្រួល typing បាទពេលឱកាសហ្នឹងហើយបានគេណែនាំមកខ្ញុំស្គាល់កុំព្យូទ័រដំបូងដែលខ្ញុំអត់ដែលស្គាល់កុំព្យូទ័រទេហើយអាហ្នឹងក៏មិនមែនជាកុំព្យូទ័រដែរវាគ្រាន់ជាផ្នែកទូចមួយហើយនៅក្នុងกระดาษទៀតអញ្ចឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើអាហ្នឹងខ្ញុំចាប់អារម្មណ៍មែនតើទៅលើអាហ្នឹងថាស្អីគេអាហ្នឹងគេប្រាប់ថាអាហ្នឹងបច្ចេកវិទ្យាទំនើបអញ្ចឹងណាព្រោះសម័យហ្នឹងគឺមានតែទូរស័ព្ទទេមានតែទូរស័ព្ទហើយ Nokia អ្នកខ្លះមានគឺទំនើបអស់ចាសេរីចាស់បាទសេរីចាស់បាទដល់ពេលហ្នឹងហើយខ្ញុំចាប់អារម្មណ៍ខ្ញុំក៏ចាប់ផ្ដើមទៅទិញទស្សនាវដ្តីព្រោះពេលដែលយើងទៅខ្ញុំចូលចិត្តទៅបណ្ណាល័យដែរបណ្ណាគារទិញសភៅប្រមូល collection សភៅអញ្ចឹងណាអញ្ចឹងក៏ឃើញសភៅទស្សនាវដ្តីដែលគេនិយាយពីបច្ចេកវិទ្យាអញ្ចឹងចាប់ផ្ដើមទៅទិញច្រើនមែនតើគេមាន2 3ច្បាប់ក្រុមហ៊ុនអញ្ចឹងណាដូច brand អញ្ចឹងដូច brand អញ្ចឹងណាអញ្ចឹងយើងទិញ1 2យើងមកយកមករៀនមើលចុះមើលឡើងមួយខែគេចេញតែម្ដងហើយសំលុយទៅមួយច្បាប់ប្រហែលជា 4000 ជាងខ្ញុំចាំសម័យនោះអញ្ចឹងធ្វើឲ្យខ្ញុំលងស្រឡាញ់ទៅលើបច្ចេកវិទ្យាដល់កំឡុងពេលហ្នឹងដែលខ្ញុំស្គាល់ខ្ញុំចាប់ផ្ដើមចូលរៀនកុំព្យូទ័រដំបូងរៀន typing រៀនកុំព្យូទ័រចូលចិត្តរុករឺខ្ញុំចាំបានថាខ្ញុំរៀនចប់វគ្គដំបូងហៅ Word Excel អីហ្នឹងណាហើយខ្ញុំគ្រាន់តែចូលរៀនវគ្គបន្ថែមមួយទៀតគឺខ្ញុំអាចបង្រៀនបានអញ្ចឹងខ្ញុំមានឱកាសបង្រៀន part time អត់យកលុយយកអីទេគឺជួយបង្រៀននៅសាលាកុំព្យូទ័រនៅខេត្តអីចឹងទៅអញ្ចឹងខ្ញុំមានឱកាសច្រើនដែរដែលស្រាវជ្រាវអំពីរឿងទាំងអស់ហ្នឹងចូលដល់មួយកលៈទៀតពេលហ្នឹងគឺខ្ញុំចប់បាក់ឌុបហើយអញ្ចឹងខ្ញុំចូលសាកលវិទ្យាល័យពេលដែលខ្ញុំចូលសាកលវិទ្យាល័យគឺខ្ញុំរៀនជំនាញមួយគឺវិស្វករសំណង់ civil engineering បាទរៀនតែនៅហ្នឹងគេមានតែរោងទេតែពិតយើងចប់បាក់ឌុបទៅយើងអាចរៀនបញ្ញាបត្រដែរតែនៅហ្នឹងគេមានតែរោង degree បាទតែដោយសារតែអីដោយសារតែមិត្តភ័ក្តិហើយយើងខ្វះព័ត៌មានមួយចំនួននៅខេត្តយើងថាហ្នឹងបានលុយច្រើនរៀនទៅចប់នឹងធ្វើសំណងមិនថាធ្វើសំណងវិស្វករសំណងបានលុយច្រើនណាអញ្ចឹងក៏រៀនមួយគេតាមឯងទៅពេលដែលខ្ញុំរៀនដល់មួយឆ្នាំខ្ញុំភាគច្រើននៅហ្នឹងគេមានបណ្ណាល័យមួយហើយកាលហ្នឹងខ្ញុំចាំបានថាអ៊ីនធឺណិតគឺវាថ្លៃដែរ1ម៉ោង2000 3000អីចឹងទៅណា2000បងលុយតាមម៉ោងចឹងទៅអញ្ចឹងយើងអ្នកចូលចិត្តស្រាវជ្រាវ explore ច្រើនដោយសារតែនៅហ្នឹងមានបណ្ណាល័យហើយបណ្ណាល័យដែលអត់មានមនុស្សច្រើនចូលចិត្តចូលទេហើយមានកុំព្យូទ័រអញ្ចឹងយើងយកឱកាសហ្នឹងឯងចូលទៅប្រើប្រាស់នៅកន្លែងហ្នឹងមានអ៊ីនធឺណិតទៀតមានអ៊ីនធឺណិតមានអីចឹងទៀតអញ្ចឹងធ្វើឲ្យខ្ញុំកាន់តែចាប់អារម្មណ៍ហើយខ្ញុំក៏សម្រេចចិត្តដោយសារតែខ្ញុំរៀន civil engineer ហ្នឹងគឺសៅរ៍អាទិត្យទេរៀនសៅរ៍អាទិត្យអញ្ចឹងខ្ញុំមានពេលច្រើនហ្មងគឺចាំសុកតែនេះមិនមែនទេពេលខ្លះខ្ញុំចូលទៅសហគមន៍ជួយរឿង
ក្លឹបគេហៅក្លឹបសហគមន៍នៅសមាគមយុនខ្មែរលើកមុនហ្នឹងដែលខ្ញុំប្រាប់ហ្នឹងអត់ទាន់ចប់ទេខ្ញុំចូលជួយគេអញ្ចឹងទៅបន្ទាប់មកបានខ្ញុំរៀនតដាទនេថ្ងៃច័ន្ទសុក្រខ្ញុំក៏ចាប់អារម្មណ៍នៅបណ្ណាល័យហើយខ្ញុំសួរនៅហ្នឹងបណ្ណាល័យធំប៉ុណ្ណាណីធំមែនតើមក2ជាន់ហើយមានតាអ្នកគ្រូឥឡូវគាត់នៅសាលាខេត្តហើយគាត់ជាតែមនុស្សម្នាក់គត់ដែលចាំបណ្ណាល័យហ្នឹងខ្ញុំក៏សួរគាត់ថាត្រូវការអ្នកជួយមើលជួយអីអត់ខ្ញុំអាចជួយមើលជួយអីអញ្ចឹងទៅណាខ្ញុំគាត់ក៏ឲ្យឱកាសខ្ញុំចូលជួយនៅហ្នឹងហើយខ្ញុំក៏មានឱកាសប្រើកុំព្យូទ័រហ្នឹងឯងហើយកំឡុងពេលហ្នឹងហើយដែលខ្ញុំសម្រេចចិត្តរៀនមួយទៀតដែលសម្របសម្រួលឲ្យគាត់ហ្នឹងឲ្យបានអាហារូបករណ៍រៀនបានរៀងធូរដែរក៏រៀន IT មួយទៀតទៅរៀន IT ហ្នឹងហើយថ្ងៃទី1ដែលខ្ញុំចូលដូចបាននិយាយមិញអញ្ចឹងបាទអញ្ចឹងអ្នកណាគេដែលរៀននៅក្នុងហ្នឹងពេលខ្ញុំចូលរៀននៅដំបូងខ្ញុំអ្នកសហគមន៍អញ្ចឹងខ្ញុំមាន gift សម្រាប់គាត់ខ្ញុំធ្វើกระดาษមួយជូនពោគ្រប់គ្នាមកសិស្សតិចទេ10នាក់ជាងឯងហុចឲ្យគាត់អញ្ចឹងទៅក៏ enjoy មានហារីករាយទាំងអស់គ្នាអញ្ចឹងទៅគាត់ស្គាល់ខ្ញុំស្គាល់គាត់ហើយយើងចូល lab ឱកាសហ្នឹងហើយដែលខ្ញុំឃើញមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ចូល lab ទៅគាត់គេគ្រូមិនរៀនចប់ហើយអញ្ចឹងគាត់ត្រូវបិទកុំព្យូទ័រជាធម្មតាយើងកុំព្យូទ័រគាត់គិតថាដូចភ្លើងអគ្គិសនីអញ្ចឹងបិទភ្លើងចុចកងតាក់បិទអញ្ចឹងនៅក្នុងហ្នឹងវាមានកងតាក់បើកដែរតែគាត់អ្នកខ្លះគាត់ចុចអាហ្នឹងបិទហ្មងអូខេអាហ្នឹងអាចថាវាមិនត្រូវក្បួនខ្នាតអីប្រហែលទេប៉ុន្តែអាចថាគាត់អាចយល់ខ្លះអ្នកខ្លះគាត់រកអាកន្លែងហ្នឹងបិទអត់ឃើញទៀតអញ្ចឹងគាត់ទៅដកដុយលឹបអញ្ចឹងខ្ញុំថាទោះបីជានៅយើងនេះខ្ញុំប្រឡូកមុនគាត់យើងថាប្រឡូកចោះណាចូលទៅប្រើទស្សនវិស័យអីចឹងទៅហូរហើយយើងអាចដឹងឱកាសហ្នឹងហើយខ្ញុំថាទៅគឺអាចមានមនុស្សច្រើនណាដែលមុនដល់ដែលស្គាល់ technology ស្គាល់បច្ចេកវិទ្យាស្គាល់កុំព្យូទ័រគាត់ត្រូវឆ្លងកាត់រឿងច្រើនបាទខ្ញុំមិនមែនអ្នកបកកែទេខ្ញុំមិនមែនអ្នកដែលរៀនសូត្រអីបានច្រើនទេព្រោះរៀនទស្សនវិស័យដូចគ្នាខ្ញុំគិតថាមានមនុស្សច្រើនទៀតណាដែលគាត់ត្រូវការអស់ហ្នឹងពីដំបូងព្រោះជាងកាលមិនមែនគាត់អត់ចេះទេអត់មានណាប្រាប់គាត់ត្រួសត្រាយរបៀបម៉េចកាយមួយចំនួនគ្រូមើលអត់អស់អញ្ចឹងទៅណា basic មែនតើហ្មងហើយគាត់អ្នកខ្លះមកពីស្រុកឆ្ងាយអាហារូបករណ៍នៅទីមានជ័យអ្នកខ្លះមក20 30គីឡូទៀតនោះអញ្ចឹងគាត់មានឱកាសណាខ្ញុំនៅទីរួមខេត្តអាចមានឱកាសស្គាល់គ្រឿងទាំងអស់ហ្នឹងខ្លះអញ្ចឹងជាឱកាសមួយដែលកើតចិត្តខ្ញុំចង់ចែករំលែកខ្ញុំអត់ចែករំលែកមិនមែនតែប៉ុណ្្នឹងទេខ្ញុំដើរប្រាប់នៅក្នុងថ្នាក់អស់ហើយខ្ញុំគិតមួយទៀតថាអានេះខ្ញុំបានប្រាប់តាំងនៅក្នុងបន្ទប់យើងណាអ្នកដែលរៀនប្រហែលជាមិនដល់20នាក់រៀន IT សម័យហ្នឹងបាទចុះបើសិនជាខ្ញុំមានបណ្ណាល័យមួយខ្ញុំមាន lab មួយហើយខ្ញុំមិនយកឱកាសហ្នឹងបរៀនសិស្សមកសាលាហ្នឹងមកទៅអញ្ចឹងក៏យើងបង្កើតជា course ថ្នាក់ដំបូងហ្មងឲ្យអ្នកណាចង់មករៀនក៏បានដែរអញ្ចឹងបានមានចាប់ផ្ដើមសិស្សមហាវិទ្យាល័យផ្សេងកសិកម្មអីមួយចំនួនហ្នឹងគេអ្នកណាអត់ចេះអត់យល់ហ្មងគឺគេមករៀនឲ្យស្គាល់ម៉ៅកុំព្យូទ័រអ៊ីនធឺណិតមូលដ្ឋានគ្រឹះមួយចំនួន basic ខ្លាំងមែនតើ basic មែនតើហ្មងព្រោះអ្នកដែលគាត់ចេះគាត់អត់មកទេតែចុះបើអ្នកអត់ចេះហ្មងគាត់នឹងបាត់បង់ឱកាសមួយសម្រាប់ស្គាល់ digital ហើយខ្ញុំគិតថាបើសិនជាគាត់បាត់បង់ត្រឹមប៉ុណ្្នឹងទៀតណាថ្ងៃក្រោយទៅគឺគាត់នឹងដាច់ប៉ិតដែរដោយឥឡូវយើងសាកសម័យបើសម័យនោះគាត់អត់បានទទួលការស្រាវជ្រាវបន្ថែមខ្ញុំបញ្យល់ទេមិនស្រួលសម័យនេះគាត់អាចនឹងបាត់បង់ដល់ AI ហ្នឹងយើងសាកសម័យមើលបើ lose ហ្មងមានបាត់បង់ connection ហ្មងក្រោយគេឆ្ងាយមែនទេបាទអញ្ចឹងខ្ញុំបរៀនបានច្រើនជំនាន់ណាសឹងថាបរៀនហើយអ្នកខ្លះមានបញ្ហាមានអីមកអង្គុយជជែកពួកបណ្ណាល័យអញ្ចឹងវាមានឱកាសច្រើនសម្រាប់ពួកគាត់ទទួលយកហើយខ្ញុំបង្ហាញគាត់ហើយខ្ញុំមានពេលច្រើននៅក្នុងហ្នឹងអញ្ចឹង3ជំនាន់សិស្សនៅសាលាហ្នឹងសឹងតែស្គាល់ខ្ញុំភាគច្រើននៅប្រទេសមានជ័យសាកលវិទ្យាល័យមានជ័យហ្នឹងភាគច្រើនគេស្គាល់គ្រូស្គាល់ទៅដោយសារតែខ្ញុំគិតថាអ្វីដែលខ្ញុំអាចធ្វើបានអញ្ចឹងប្រវត្តិដែលចេញពីអ្វីដែលបានឮមក clear ហ្នឹងគឺកើតចេញពីខ្ញុំចូលចិត្តចែករំលែក apply ជាមួយនឹងអ្វីដែលខ្ញុំចូលចិត្តហើយបង្កើតបានជាទំនោរដល់បច្ចុប្បន្នដែលខ្ញុំនៅតែចែករំលែកទោះបីជាខ្ញុំមានការងារមួយចំនួនធ្វើការងារហើយប៉ុន្តែខ្ញុំនៅតែស្រឡាញ់ពួកខ្ញុំដឹងថាខ្ញុំអ្នកខេត្តមានអ្នកខេត្តច្រើនណាស់ដែលគាត់អត់បានប៉ះអត់បានស្គាល់អត់បានឃើញបរិបទមួយចំនួនបងប្អូននៅជំនាន់ក្រោយនៅភ្នំពេញប្រហែលជាគាត់អត់ដែលបានសាកទៅដល់ពួកខ្ញុំសាកទៅដល់ព្រំដែនរតនគិរីមណ្ឌលគិរីកញ្ចេះអីមើលទៅឆ្ងាយមើលបច្ចុប្បន្នមានទូរស័ព្ទណាពីយើងសាកសម័យពីដើមសំបីតែទូរស័ព្ទអត់មានកាលពី10ឆ្នាំមុនអញ្ចឹងខ្ញុំគិតថាអានឹងគឺជាគ្រឹះដ៏សំខាន់សម្រាប់ពួកគាត់ដែលគាត់ត្រូវដឹងអញ្ចឹងហើយបានរក្សាឲ្យខ្ញុំនៅចែករំលែករហូតមកដល់ហើយអរគុណច្រើនបងជក់ស្ដាប់បងឯងជក់
អឺចាប់ពីពេលចាប់ពី moment ដែលបងឃើញមិត្តភ័ក្តិនៅក្នុងថ្នាក់រៀនថា10នាក់ជាងនឹងចំណេះដឹងពេលហ្នឹងគឺ very very limited ខ្លាំងមែនតើការយល់ដឹងរបស់គាត់ចាប់ពីពេលដែលបងឃើញថាមានមិត្តភ័ក្តិហ្នឹងគាត់ដកចង់បិទកុំព្យូទ័រដកខ្សែរហូតមកដល់ពេលបច្ចុប្បន្ននេះតើបងឃើញការអភិវឌ្ឍទៅលើផ្នែកចំណេះដឹងIT ក្តី digital ក្តីដែលបងប្រឡូកចូលអាចថាប្រហែលឆ្នាំហើយបងបើសិនជាចាប់ពីពេលដែលបងឃើញមិត្តភ័ក្តិដែលដកដោយនឹងរហូតមកដល់ឥឡូវនេះតើបងចែករំលែកបងរៀនបងប្រឡូកចូលនៅក្នុងប្រហែលជា6 5 10ឆ្នាំចុះ បាទ ជាង 5 ដល់ 10 ឆ្នាំយូរបងណាតើបងមើលឃើញថាពីអារូបភាពដែលបងឃើញមិត្តភ័ក្តិដកខ្សែចង់បិទកុំព្យូទ័រដកខ្សែហ្នឹងរហូតមកដល់2026នេះអ្វីទៅដែលជារបត់ការផ្លាស់ប្ដូរដែលបងឃើញថាវ៉ាវមាន transformation មានការផ្លាស់ប្ដូរដែលអស្ចារ្យមួយ សម្រាប់ខ្ញុំស្មោះត្រង់ទៅអត់ទៅធំទេ ហេតុអីបង ជាមូលហេតុដែលខ្ញុំនៅតែធ្វើអាហ្នឹង ព្រោះគ្រាន់តែខុសរូបរាងគ្នាបន្តិចទេពីដើមឡើយអត់ចេះដកឌុយណាអត់ចេះដកឌុយតែឥឡូវគ្មានឌុយដកទៀតទេព្រោះគ្រប់គ្នាប្រើ laptop ហើយគ្រប់គ្នាមូមកទូរស័ព្ទអស់ហើយអញ្ចឹងផ្លាស់ប្ដូរពីទម្រង់មកកម្រិតអាចផ្លាស់ប្ដូរដែរពីមូលដ្ឋានសំខាន់ទៅរឿងបង្គំរបស់កុំព្យូទ័រមួយចំនួនហើយអាហ្នឹងវាទូចតាចមែនទែននៅក្នុងសម័យនោះព្រោះកុំព្យូទ័រសម័យនោះវាអត់មានទេអញ្ចឹងអ្នកដែលមានលទ្ធភាពអាច access ចូលទៅក្នុងកុំព្យូទ័រវាតិចដែរតែយើងត្រឡប់មករឿងបច្ចុប្បន្នគ្រប់គ្នាមានទូរស័ព្ទហើយតែអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួនច្រើននៅក្នុងស្រុកយើងហ្មងគឺលើសពីលទ្ធភាពរបស់គាត់មានន័យថាទូរស័ព្ទដែលគាត់មានហ្នឹងវាលើសអំពីលទ្ធភាពដែលគាត់ប្រើអញ្ចឹងបើនិយាយអំពីការផ្លាស់ប្ដូរបច្ចេកវិទ្យានិងទំនើបកម្មរចនាសម្ព័ន្ធ technology វាទំនើបតែសម្រាប់ប្រជាជនខ្មែរយើងភាគច្រើនគឺគាត់មានដែនកំណត់នៅក្នុងការទាញយកផលប្រយោជន៍ទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំមូលដ្ឋានវាបាត់ហើយមានថាគេផ្លាស់ប្ដូរមកប្រើ digital ហើយបាទផ្លាស់ប្ដូរតែរឿងនៅតែមានការអញ្ចឹងឧទាហរណ៍ថាគាត់បានផ្លាស់ប្ដូររចនាសម្ព័ន្ធប្រើទូរស័ព្ទអ្នកណាដែលមិនចេះបិទបើកទូរស័ព្ទចេះអូស Facebook search មានចេះដាក់មតិយោបល់មានថាកម្រិតនៅក្នុងការផ្លាស់ប្ដូររបស់គាត់ធំហើយបើយើងនិយាយការធំធេងគឺធំធេងមែនទេហ្មងតែសម្រាប់ខ្ញុំបេសកកម្មរបស់ខ្ញុំគឺមានមនុស្សច្រើនណាស់ដែលអត់ទាន់ចប់ទេមានន័យថាទោះបីជាគាត់ផ្លាស់ប្ដូរបើនិយាយពីការផ្លាស់ប្ដូរច្រើនសម្រាប់អ្នកផ្សេងមានន័យថាពីការដកឌុយរហូតដល់ឥឡូវអ្នកខ្លះចូលចេះប្រើ Facebook បង្ហោះ Facebook អីហើយមកហោហែយើងគិតថាផុតថាអូអស់ចាហើយប៉ុណ្ណឹងសម្រាប់ខ្ញុំអត់ទេប៉ុណ្ណឹងគឺជាការផ្លាស់ប្ដូរដែលអ្វីដែលខ្ញុំចង់បានហ្នឹងអត់ទាន់បានដល់ឡើយទេទោះបីខ្ញុំអត់បានធ្វើរឿងធំដុំអីមួយចំនួនតែបេសកកម្មរបស់ខ្ញុំនៅតែមានខ្ញុំចង់ឃើញប្រជាជនកម្ពុជាមានមូលដ្ឋាននៅក្នុងការប្រើប្រាស់ទាំងអស់ហ្នឹងឲ្យអស់លទ្ធភាពឲ្យទាន់នៅប្រទេសធំមួយចំនួនហេតុអីបានខ្ញុំគិតអញ្ចឹងខ្ញុំគិតតាំងពីតូចហ្មងថាបើយើងធ្វើស្រែវាត្រូវការស្រែបើយើងធ្វើរឿង digital នេះពេលខ្លះអត់ចាំបាច់មានស្រែក៏យើងអាចធ្វើបានដែរចុះបើសិនបើប្រជាជនរបស់យើងចេះរឿង digital ច្រើនវាមានឱកាសនៅក្នុងការលេចធ្លោច្រើនអញ្ចឹងអានឹងវាជារឿងមួយដែលប្រជាជនត្រូវតែដឹងអូខេត្រឡប់មកសាច់រឿងវិញការផ្លាស់ប្ដូរសម្រាប់ខ្ញុំមិនធំទេតែបើយើងនិយាយបរិបត្តិពិតធំពីដើមមនុស្សអត់ចេះដកឌុយតែឥឡូវគ្រប់គ្នាចេះចុចបិទបើកទូរស័ព្ទហើយចេះ post Facebook ហើយឃើញទេផ្លាស់ប្ដូរធំតែខ្ញុំមើលឃើញថាការផ្លាស់ប្ដូរទាំងអស់ហ្នឹងវាត្រូវការទៀតច្រើនគាត់មានទូរស័ព្ទមួយដែលតម្លៃថាយើងវៃថោកបំផុត$100តែពេលខ្លះគាត់ទិញមកគាត់ទៅអូស Facebook ទេនេះជាធម្មតាអា$100ដែលយើងប្រៀបធៀបជាមួយនឹងអ្នកដែលច្រើនផ្សេងទៀតគេអាចទាញយកប្រយោជន៍ពីទូរស័ព្ទ$100ជាងហ្នឹងបានលើសពីនឹងរហូតដល់ការហូរចំណូលអាចទាញតែមានរឿងច្រើនរបស់ដែលមួយហ្នឹងដែលខ្ញុំបាន compare រឿងស្រែមិញហ្នឹងបើយើងមានដីស្រែមួយយើងធ្វើបានតែស្រែពឹងគឺទឹកតែបើយើងទិញទូរស័ព្ទមួយក្នុងសម័យវិទ្យាវាផ្លាស់ប្ដូររឿងច្រើនគាត់អាចយកទៅច្នៃនៅក្នុងការបច្ចុប្បន្នភាគច្រើនគេហៅទៅរឿង Facebook ឯងប៉ុន្តែវាលើសពីនឹងច្រើនគាត់អាចយកអានឹងជាទុនសម្រាប់ការសិក្សាស្រាវជ្រាវ
ការរៀនសូត្ររឿងច្រើនមែនទែនឆ្នៃធ្វើជាម៉ាស៊ីនសម្រាប់ដំណើរការរឿងអីមួយច្រើនមែនទែនហ្មងខ្ញុំគាត់ថាវាមានលទ្ធភាពច្រើនណាស់ណាអញ្ចឹងចម្លើយគឺការផ្លាស់ប្ដូរធំតែសម្រាប់ខ្ញុំគឺត្រូវការទៀតហើយក្នុងចិត្តរបស់ខ្ញុំគឺទៅតែមកកម្រិតទេទៅតែមកកម្រិតខ្ញុំចង់ឲ្យប្រជាពលរដ្ឋរបស់យើងមានមូលដ្ឋានសំខាន់នៅក្នុងការទាញយកប្រយោជន៍អំពីទូរស័ព្ទមួយដើមរបស់គាត់កុំព្យូទ័រដែលគាត់មានហ្នឹងបេសកកម្មរបស់ខ្ញុំពីដំបូងគាត់ឲ្យគាត់ចេះបិទបើកចូល access មែនទេតែឥឡូវអត់ទេខ្ញុំចង់ឃើញគាត់ទាញយកប្រយោជន៍ពីទូរស័ព្ទមួយដើមដែលគាត់បានទិញហ្នឹងអាចធ្វើបានខ្លះប្រជាជនរបស់យើងអូនគាត់ទូរស័ព្ទដែលគាត់មានលើសពីប្រជាជនដែលយើងមានអញ្ចឹងវាត្រូវតែល្អជាងហ្នឹងនិយាយដល់អំពីការទាញយកផលប្រយោជន៍ឲ្យបានច្រើនបំផុតពីលទ្ធភាពរបស់ខ្លួនឯងដែលមានរបស់ដែលខ្លួនឯងមានក្នុងពេលជាមួយគ្នាហ្នឹងខ្ញុំជឿថាមានមនុស្សរាប់លានអ្នកដែលគាត់មានលទ្ធភាពទិញមានលទ្ធភាពប្រើប្រាស់electronic ហ្នឹង smart device ហ្នឹងប៉ុន្តែអត់សូវបានខ្វាយខ្វល់ឬក៏មិនទាន់បានស្វែងយល់ច្រើនអំពីហានិភ័យឬក៏គ្រោះថ្នាក់ដែលកើតចេញពីការប្រើប្រាស់នៅលើប្រព័ន្ធ digital ហ្នឹងតើបងអាចនិយាយអំពីអ្វីទៅដែលជាបញ្ហាប្រឈមធំជាងគេដែលបងមើលឃើញនៅក្នុងសម័យបច្ចុប្បន្នដែលប្រជាជនកម្ពុជាយើងអាចនឹងមិនសូវបានយកចិត្តទុកដាក់ស្វែងយល់ជាធម្មតាប្រជាជនយើងគឺ slow ត្រង់ស្មោះត្រង់តែយើងធ្វើស្រែគឺបានផលទាំងអស់ហ្នឹងមកវិញហើយតែពេលចូលដល់ក្នុងសម័យ digital អ្វីដែលខ្ញុំនិយាយថាយើងទាញយកប្រយោជន៍វាគ្រាន់តែជារឿងវិជ្ជមានដែលយើងដាក់គោលដៅក្នុងការទាញយកប្រយោជន៍ពីឧបករណ៍តែជាបញ្ហាគ្រប់ឧបករណ៍ទាំងអស់គ្រប់បច្ចេកវិទ្យាគឺគេហៅថាផ្សារភ្ជាប់គ្នាតាមរយៈរឿងមួយគឺអ៊ីនធឺណិតអញ្ចឹងអ៊ីនធឺណិតវាជាច្រកមួយដ៏ធំធេងដែលយើងអាចទាញយកប្រយោជន៍ពីរឿងទាំងអស់ហ្នឹងតែក្នុងកំឡុងពេលដែលយើងទាញប្រយោជន៍ក៏វាមានរឿងហានិភ័យនៅក្នុងនោះដែរប្រសិនបើវាមានរឿងច្រើនណាយើងនិយាយពីអេយ៉ាបតយើងនិយាយអំពីស៊ីជម្រៅតាក់ទងមួយបច្ចេកទេសទៀតនិយាយអេយ៉ាបតហេតុតែមិនតាក់ទងមួយអេយ៉ាបតយើងមានទូរស័ព្ទមួយគ្រាប់ដែលមានហ្នឹងបើយើងប្រើអត់ស្រួលទេគេនឹងបញ្ជាយើងរបៀបម៉េចឬក៏អាចធ្វើឲ្យយើងផ្លាស់ប្ដូរអេយ៉ាបតហ្មងឧទាហរណ៍ថាហងៃអ្នកខ្លះទិញទូរស័ព្ទម្ដងមកគ្រាន់តែអូស Facebook ហើយអា Facebook ដែលគាត់អូសហ្នឹងគឺក្នុងហ្នឹងគឺមាន content មានវីដេអូយើងនិយាយសួរស្ដាប់និយាយ content គេលោកគាត់ពិបាកយល់មានវីដេអូក្នុងវីដេអូហ្នឹងវាមានគោលដៅរបស់វីដេអូធ្លាប់ធ្វើផែនការយុទ្ធសាស្ត្រដឹងហើយមែនទេបាទក្នុងហ្នឹងវាមានរឿងមួយទៀតដែលគេឲ្យឈ្មោះថាក្បួនដែលឲ្យវីដេអូហ្នឹងដើរអូខេអញ្ចឹងប្រសិនបើយើងជីកឬគោលដល់កន្លែងហ្នឹងមានន័យថាម៉េចមានន័យថានៅពីក្រោយទូរស័ព្ទរបស់យើងហ្នឹងមានមនុស្សមួយក្រុមទៀតដែលគាត់អាចរៀបចំសង្វាក់ផលិតកម្មមេតិកាឲ្យយើងឃើញអញ្ចឹងសួរហេតុបានតាក់ទងមួយការផ្លាស់ប្ដូរអេយ៉ាបតឧទាហរណ៍និយាយឲ្យស្រួលស្ដាប់មួយរឿងអសរោះបន្តិចចុះអ្នកមួយចំនួនដែលគិតខ្លួនឯងដែលស្ដាប់ខ្លួនឯងថាមើលវីដេអូយូរទៅចេះជីយ៉ាបងទីមុនអត់សូវប្រមាណទេតែដល់ពេលមើលយូរទៅស្រាប់តែចេះជីឧទាហរណ៍ធ្លយមាត់អីចឹងទៅទលាប់មាត់អីចឹងទៅអញ្ចឹងអានឹងហើយសម្រាប់ខ្ញុំគឺការផ្លាស់ប្ដូរអេយ៉ាបតរឿងមួយណាអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់ថានៅពេលដែលយើងចូលមកក្នុងប្រភពអ៊ីនធឺណិតសូមកុំខ្ញុំធ្វើទៅផុសអត្ថបទមួយនិយាយពីរឿងអាយ៉ងបាទនិយាយពីរឿងអាយ៉ងហ្នឹងមានន័យថាយើងគ្រាន់តែប្រើទេប៉ុន្តែមានអ្នកដែលអាចរុញ content ឲ្យយើងធ្វើអីបានសួរថាអ្នកណាមានរឿងពីរដែលគួបផ្សំយើងខ្លួនឯងហើយមួយទៀតគេឲ្យឈ្មោះថា algorithm អ្នកដែលរៀបចំក្បួនដំណើរការនៃមាតិកាទាំងអស់ហ្នឹងនៅពីក្រោយហ្នឹងមានអ្នកណាគេ Facebook បើយើងប្រើ Facebook អ្នកដែលគេបង្កើត Facebook មកមិនតែ Mark Zuckerberg គេជួលអ្នកឯកទេសបណ្ឌិត PhD មួយចំនួនមករៀបចំយុទ្ធសាស្ត្រឲ្យគ្រាន់តែយើង scroll ទេបាទយើងចូលចិត្តជេរគ្រាន់តែមើលគេជេរតែបន្តិចស្អែកឡើងនឹងឃើញគេជេររហូតបាទយកមកអញ្ចឹងអាហ្នឹងសម្រាប់ខ្ញុំគឺជាការធ្វើឲ្យមនុស្សផ្លាស់ប្ដូរអេយ៉ាបតរឿងអាក្រក់អត់ទេអត់អាក្រក់ទេរឿងហ្នឹងព្រោះដោយសារវាជាហេដ្ឋារចនាសម្ព័ន្ធដែលរៀបចំឲ្យអញ្ចឹងចុះបើយើងសាកសម័យថាតិចទៀតទៅនឹងចាប់ផ្ដើមមានការគេហៅ filter clean ឲ្យអត្ថបទចូលមកយើងល្អច្រើនអញ្ចឹងថ្ងៃក្រោយទៅដូរឯងហ្មងថាមនុស្សនឹងអភិវឌ្ឍច្រើនតាមរយៈ content ទាំងអស់ហ្នឹងជាមូលហេតុនេះគឺជាផ្នែកមួយដ៏សំខាន់ podcast នេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការចូលរួម
ចម្រោះមេត្តាដើម្បីឲ្យមានភាពប្រសើរឡើងបាទឲ្យមនុស្សផ្លាស់ប្ដូរអិយាបថនៅក្នុងការស្ដាប់ការគិតការអីចឹងទៅអញ្ចឹង media គឺសំខាន់បែបហ្នឹងឯងវីដេអូគឺសំខាន់បែបហ្នឹងឯងនេះគឺជាផ្នែកមួយដែលខ្ញុំបារម្ភនៅក្នុងការចូលទៅក្នុងបច្ចេកវិទ្យាអូខេមួយផ្នែកគឺអិយាបថចុះបច្ចេកទេសដែលខ្ញុំនិយាយមុននេះគឺជាអីគេគឺជាការចូលប្រើដែលមានហានិភ័យអាមិញគឺយើងអាចទប់ស្កាត់ខ្លួនឯងបានណាវាមានន័យថាបើយើងមានអារម្មណ៍ថាមិនស្រួលយើងអាចឈប់មើលសិនដូរមេត្តាដូរអីចឹងទៅណាអូ platform ផ្សេងចឹងទៅឧទាហរណ៍ថាលើកឃើញវីដេអូហ្នឹងគេជេរគេអីនេះយើងអត់ចូលចិត្តឬក៏យើងមានអារម្មណ៍ថាប៉ះយើងឈប់សិនឬក៏ចាប់ផ្ដើមអូស platform ផ្សេងឧទាហរណ៍អ្នកខ្លះចូលក្នុង TikTok ទៅអ្នកខ្លះថាមានអារម្មណ៍ថាធុញថប់អូសទៅមានអារម្មណ៍ថាមិនស្រួលនៅក្នុងចិត្តដូរទៅ Facebook ហ្នឹងឃើញយើងមានជំរឿសនៅក្នុងការដូរតែរឿងមួយដែលហានិភ័យជាងហ្នឹងគឺតាក់ទងជាមួយនឹងសុវត្ថិភាពនៅក្នុងការប្រើមួយរយៈនេះប្រហែលរយៈហ្នឹងគឺមានឃើញការជ្រៀតជ្រែកចូលក្នុង account តាម Telegram ហ្នឹងច្រើនមែនទេខ្ញុំអត់ដឹងថាវាមានការរីករាលដាលធំរបៀបម៉េចទេប៉ុន្តែឃើញមានអ្នកសួរខ្ញុំផងមានអ្នក comment ឆ្លើយឆ្លងផងទៅលើអាការរីករាលដាលទាំងអស់នេះហើយគឺជាហានិភ័យដែលគាត់ពេលដែលប្រើ digital អញ្ចឹងមានន័យថាក្នុងការទាញយកប្រយោជន៍ក្នុងការផ្លាស់ប្ដូរអិយាបថក្នុងនឹងមានរឿងមួយទៀតដែលយើងត្រូវគិតគូរគឺសុវត្ថិភាពនៅលើការប្រើប្រាស់លើ digital ទី1អាចបាត់បង់អត្តសញ្ញាណរបស់គាត់តាមរយៈការ hack ចូលយក account ទី2ការបាត់បង់ជាលុយកាក់ទី3មានការគំរាមកំហែងហើយអាចរហូតដល់ទទួលការ bully harass ក្នុងនឹងទៀតអញ្ចឹងវាមានរឿងច្រើនណានៅក្នុងសុវត្ថិភាពអញ្ចឹងយើងត្រូវបែងចែករឿងទាំងអស់ហ្នឹងទី1 100%គឺយើងអាចទាញយកប្រយោជន៍ទី2ការផ្លាស់ប្ដូរអិយាបថទី3រឿងសុវត្ថិភាពនៅក្នុងបច្ចេកទេសមែនតើទៅទាំងអស់ហ្នឹងវាស្ថិតនៅក្នុងចង្កល់មួយដែលគេឲ្យឈ្មោះថាអក្ខរកម្ម digital អក្ខរកម្ម digital មិនមែនគ្រាន់តែ3ទេនៅក្នុងគោលការណ៍អក្ខរកម្ម digital ក្នុងស្រុកខ្មែរយើងហ្មងដែលយើងចេញនៅក្នុងស្រុកខ្មែរយើងរបស់ក្រសួងប្រៃសណីដែលគេចេញហ្នឹងមាន8មានរហូតដល់8តែអា3ដែលខ្ញុំលើកយកមិញហ្នឹងគឺសំខាន់បំផុតហើយដែលជាមូលដ្ឋានសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំបេសកកម្មវានៅធំមែនទែនមកថាហេតុអីបានខ្ញុំត្រូវគិតរឿងបេសកកម្មទាំងអស់ហ្នឹងខ្ញុំនៅតែមានគំនិតមួយថារបស់ដែលអស្ចារ្យបំផុតវាកើតចេញពីឫសគល់គ្រប់គ្នាហ្មងប្រជាពលរដ្ឋឧទាហរណ៍ថាស្រុកយើងចង់បានប្រទេស digital តែប្រជាជនរបស់យើងគាត់នៅខ្សោយនៅអសុវត្ថិភាពក្នុង digital ហ្នឹងអញ្ចឹងយើងនេះឯងអ្នកត្រូវជួយជើងក្រោមប្រជាពលរដ្ឋមេភូមិមេឃុំអ្នកចិត្តផ្ទះយើងបងប្អូនខ្ញុំអត់អាចដើរប្រាប់គាត់មួយបានទេជាមូលហេតុខ្ញុំត្រូវតែចេញនៅលើបណ្ដាញសង្គមដើម្បីឲ្យគាត់ឃើញដើម្បីឲ្យគាត់បានឃើញសាច់រឿងទាំងអស់ហ្នឹងអញ្ចឹងយ៉ាងហោចណាស់ខ្ញុំគឺជាសម្លេងទូចមួយសម្រាប់សម្លេងច្រើនទៀតដែរហើយក៏ចង់លើកទឹកចិត្តឲ្យអ្នកផ្សេងទៀតក៏ធ្វើអញ្ចឹងដែរខ្ញុំមិនមែនអ្នកជំនាញមិនមែន expert មិនមែនជា developer អ្នកជំនាញ AI ទេប៉ុន្តែមូលដ្ឋានសំខាន់គឺជារឿងដ៏ល្អបំផុតហើយជារបស់ដែលស្រុកខ្មែរយើងគឺខ្វះហើយតែมันខ្វះដោយសារតែ digital ទៅចូលមកក្នុងសម័យអ្នកដែលពេញទីហ្មងថា2010ចុះណាវាអាចមុនហ្នឹងតែបើថាពេញទីកំពុងពេញប្រើហ្មងខ្ញុំគិតថាចាប់ពី2010ឡើងមកអត់ចាប់ដើមចូលណា12 13 14 15មកបងប្អូនជំនាន់ក្រោយយើងនេះគឺពេញទីហ្មងគឺពេញទីហ្មងណាអញ្ចឹងរឿងទាំងអស់ហ្នឹងវាត្រូវការអ្នកផ្សេងទៀតមានមូលដ្ឋានច្បាស់លាស់តាំងពីការប្រើប្រាស់ការបង្កើតថ្មីកុំឲ្យទៅទទួលឥទ្ធិពលរបស់គេអញ្ចឹងទៅហើយប្រើប្រាស់មួយទៀតខ្ញុំចាំបានថាខ្ញុំធ្លាប់ធ្វើកម្មវិធីសិក្សាមួយសម្រាប់បងប្អូនដែលរៀននៅជំនាន់ថ្មីប្រហែលជាធ្លាប់ឃើញកម្មវិធីសិក្សារបស់ខ្ញុំដែលខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលខ្ញុំបានឃើញមេរៀននឹងដាក់ចូលទៅក្នុងសិស្សថ្នាក់ទី9គឺការដោះស្រាយបញ្ហា problem solving ដោយប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដោះស្រាយយើងរាល់ថ្ងៃយើងរៀនយើងនៅតាមរៀនបច្ចេកវិទ្យាតែវាត្រូវតែដល់ដំណាក់កាលមួយទៀតគឺប្រើប្រាស់បច្ចេកវិទ្យាត្រឹមតែប្រើប្រាស់ទេយើងត្រូវតែប្រើប្រាស់សម្រាប់ដោះស្រាយខ្ញុំឧទាហរណ៍ថាបងប្អូនរាល់ថ្ងៃមានបងប្អូនខ្លះសាលាមួយចំនួនធ្វើ robot គ្រប់គ្នាអាចបញ្ជាបានប្រហោះបានយើងមោទនភាពទាំងអស់គ្នាណាប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញមួយទៀតពេលដែលធ្វើអានឹងហើយយើងអាចដោះស្រាយបានដោះស្រាយបញ្ហាអីបាទជាមូលហេតុដែលខ្ញុំគិតថាវាសំខាន់ណាស់ដែលបើសិនជាយើងបានអនុវត្តគ្រប់សាលាទាំងអស់ចាប់តាំងពីថ្នាក់ទី9មកគឺមានន័យថាយើងលេង follow the rule មានន័យថាយើងលេងដើរតាមគេទៀតហី
យើងគឺជាអ្នកបង្កើតសម្រាប់ដោះស្រាយជាមូលហេតុដែលខ្ញុំនិយាយថាទូរស័ព្ទមួយដើមនេះដែលយើងប្រើឲ្យអស់លទ្ធភាពហ្នឹងតើយើងបានយកទូរស័ព្ទហ្នឹងយកមកដោះស្រាយបញ្ហាអីគេអ្នកខ្លះគេអាចយកទៅដោះស្រាយបញ្ហាជីវភាពអ្នកខ្លះអាចយកអានឹងទៅធ្វើអីគេពូនិយាយមែនតើទូរស័ព្ទមួយដើមដែលអ្នកនរគ្នាស្គាល់ណាសម្រាប់ខ្ញុំគឺ computer វាគឺជា computer វាគឺជា machine វាគឺជាគ្រឿងដ៏អស្ចារ្យមួយសម្រាប់ដោះស្រាយបាទអ្នកទាំងអស់គ្នាត្រូវចាំថាគេគ្រាន់តែមានប្រទេស computer ប៉ុណ្ណឹងគេអាចយកទៅគ្រប់គ្រងពិនិត្យអាកាសធាតុគេអាចពិនិត្យដីសើមគេអាចដាក់ automate អីមួយចំនួនដែលរបស់មួយដើមដែលយើងគិតថា$100ជាងដែលយើងគ្រាន់តែអូស Facebook ឯងប៉ុន្តែអត្តពលរបស់វាគឺវាអាចធ្វើបានរួមច្រើនដែលគ្រប់គ្នាអាចនឹងអត់នឹកស្មានដល់ស្ដាប់ទៅខ្ញុំស្ដាប់ជក់ដោយសារប្រហែលជាខ្ញុំបានមានលទ្ធភាពក្នុងឱកាសក្នុងការរៀនសូត្រដោយខ្លួនឯងផងស្វែងយល់ពីវាតាមរយៈអ្នកដែលគាត់ចែកម្លែកដូចជាបងក្តីអញ្ចឹងទៅនៅពេលដែលខ្ញុំស្ដាប់ជក់ហើយចង់ដឹងបន្ថែមមុនហ្នឹងបងនិយាយអំពីការប្រើប្រាស់ឲ្យឆ្លាតវៃដើម្បីដោះស្រាយបញ្ហាអីមួយពេលដែល AI ចូលមកចាស់ច្រើនមែនតើបងតើបងគិតថាការដែលបង្កើតអ្វីដែលថ្មីក្នុងការដោះស្រាយបញ្ហាអីមួយជាមួយនឹងការចូលមករបស់ AI ហ្នឹងតើវានឹងមាន complication បែបណាវាមានអ្វីទៅជាភាពស្មុគស្មាញតើវាបានជួយបែបណាខ្លះដែរបង AI មកគឺជាដំណោះស្រាយដ៏ធំបំផុតសម្រាប់គ្រប់គ្នាហ្មងខ្ញុំឧទាហរណ៍ថាស្រុកខ្មែរយើងត្រូវការអ្នកជំនាញផ្នែកសរសេរកម្មវិធីឈ្មោះ programmer developer ដែលស្មុគស្មាញនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដំណោះស្រាយខ្ញុំអត់និយាយអំពី software ទេខ្ញុំនិយាយពីដំណោះស្រាយព្រោះជាធម្មតាគេបង្កើតកម្មវិធីគឺសម្រាប់ដោះស្រាយបើយើងគ្រាន់តែបង្កើតកម្មវិធីអត់ដោះស្រាយ nothing វាអត់មានអីទេតែសម្រាប់បរិបទនៅក្នុងស្រុកខ្មែរខ្ញុំសុំយកតែ AI យកមករឿងដោះស្រាយពេលដែលអានឹងចូលមកវាអាចឲ្យអ្នកមួយចំនួនដែលគាត់ដូចឧទាហរណ៍តែខ្ញុំ IT មែនតែខ្ញុំអត់សរសេរកូដទេព្រោះអានឹងវាជារឿងផ្សេងមួយទៀតតែខ្ញុំមានគំនិតនឹងយល់អំពីរចនាសម្ព័ន្ធនៅក្នុងការដោះស្រាយអញ្ចឹងពេលដែល AI ចូលមកវាសឹងតែឲ្យខ្ញុំផ្លោះមិនបាច់ទៅរៀនកូដទេខ្ញុំអាចប្រើ AI ទាំងស្រុងហ្នឹងដើម្បីរក solution ឲ្យខ្ញុំសម្រាប់ខ្ញុំ AI វាគឺជាទឹកជំនន់ដ៏ធំហើយមិនមែនជាទឹកជំនន់ដែលបំផ្លាញទេតែជាទឹកជំនន់ឲ្យមានជីវជាតិល្អនៅក្នុងស្រុកយើងបងគេសម្រាប់ខ្ញុំណាតែសំខាន់យើងអាចទាញយកវាបានកម្រិតណាវាហាក់បីដូចជាមានកំពុងតែមានចំណេះដឹងពេញលេញមួយដែលយើងអាចទៅយកវាមកហើយយើងយកអានឹងយកមកឆ្នៃធ្វើអីដើម្បីបានជាដំណោះស្រាយអញ្ចឹងវាស្ទឹងតែផ្លោះនៅយើងនិយាយពីបច្ចេកវិទ្យា 4.0 ខ្ញុំអាចសឹងថា AI ចូលមកហ្នឹងវាបង្កើតបាន 5.0 យកមកនិយាយថាមកផ្លោះហ្នឹងអញ្ចឹងសម្រាប់ខ្ញុំទេតែទ្រឹស្ដីមួយចំនួនគេអាចមាន input ចូលមួយចំនួនទៀតត្រឡប់មកវិញសម្រាប់ខ្ញុំ AI ចូលមកនេះគឺនឹងផ្លាស់ប្ដូរអិយាបថនៅក្នុងស្រុកខ្មែរយើងច្រើនមែនទែនប្រសិនបើយើងអាចចេះទាញយករបស់ហ្នឹងយកមកប្រើប្រាស់តួយ៉ាងឧទាហរណ៍ថាប្រសិនបើអ្នកមួយចំនួនគាត់បានចេះដោះស្រាយហើយខ្ញុំឧទាហរណ៍ថាស្រុកខ្មែរយើងពីដើមឡើយគាត់ចង់ធ្វើ app មួយគាត់ត្រូវទៅគិតរឿងច្រើនណារកអ្នកជំនាញធ្វើដោះស្រាយអីហោះហើយតែឥឡូវបើគាត់មាន AI មួយគាត់អាចយកអានោះយកមកដោះស្រាយបានឃើញទេអញ្ចឹងវាផ្លោះមួយចំនួនតែត្រូវតែប្រកបត្រូវយល់ពីសាច់រឿងទាំងអស់ហ្នឹងដែរសឹងថាយើងនិយាយសួរស្រាប់ខ្មែរយើងមានភាពវាងវៃតែខ្វះមូលដ្ឋាន IT អីខ្សត់ពីដើមតាំងពីដើមអើយមកបើតាមខ្ញុំដឹងកាលពីប្រហែលឆ្នាំមុនសិស្សដែលរៀនបច្ចេកទេស IT មានតែ 7% នៅក្នុងចំណោមវិទ្យាសាស្ត្រទាំងអស់ហើយនៅក្នុងមុខវិជ្ជាទាំងអស់វាស្រួចស្រាវមែនទែនវាតិចមែនទែនតែនៅពេល AI នឹងចូលមកវាអាចធ្វើឲ្យអ្នកជំនាញទាំងអស់ហ្នឹង grow fast វាលឿនឲ្យអ្នកដែលចេះដោះស្រាយយក AI នឹងយកមកប្រើសម្រាប់ដោះស្រាយអញ្ចឹងវាគឺជារឿងមួយដ៏ល្អសម្រាប់ខ្ញុំនៅពេលខណៈពេលដែល AI ចូលវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកទូទៅតែប្រើឲ្យត្រូវដែរណាព្រោះ AI វាក៏ប្រកបសាច់រឿងមួយចំនួន
ជាធម្មតាវាជាចំណេះដឹងបើយើងយកចំណេះដឹងទៅប្រើប្រាស់មិនល្អវាខ្លាចជាមិនល្អហើយអញ្ចឹងត្រឡប់មកវិញសម្រាប់ខ្ញុំ AI ចូលមកគឺជួយដោះស្រាយបញ្ហាបានច្រើនមែនទែនក្នុងគណៈពេលដែលមើល generation 3ពីដើមខ្ញុំនិយាយពីរឿងការដកឌុយបន្ទាប់មកយើងនិយាយអំពី digital literacy បច្ចុប្បន្នគឺមាន AI flooding មកចូលមកអញ្ចឹងប្រសិនបើយើងចេះចាប់យកទាំងអស់នឹងមកបានល្អមិញខ្ញុំនិយាយពីទូរស័ព្ទម្ដងនៅតែរឿងទូរស័ព្ទម្ដងបាទទូរស័ព្ទម្ដងវាគ្រាន់តែឧបករណ៍មួយសម្រាប់ដោះស្រាយមួយចំនួនទេតែស្រាប់តាមានរបស់មួយធំគឺ AI ចូលមកសឹងថា AI នឹងគឺជាចំណេះដឹងរាប់ម៉ឺនរាប់លាន token យកមកដាក់ឲ្យទូរស័ព្ទម្ដងនឹងចុះប្រសិនបើយើងយកទូរស័ព្ទម្ដងនឹងយកអត់ទាំងអស់នឹងមកឆ្នៃចេញអីគឺបាននឹងយកមកខ្ញុំអាចគណនាបានទេព្រោះវាធំពេកធំមែនតើសឹងថាខួរក្បាលរាប់ម៉ឺនបានដាក់ចូលគ្នានៅក្នុង storage តែមួយបាទសំខាន់យើងចេះយកយើងហៅវាមកបានអត់បាទទាំងអស់ហ្នឹងគឺរបស់ដែលយើងអាចចូលទៅប្រើបានបាទរបស់ហ្នឹងគឺដែលអាចយកទៅប្រើបានយើងសាកសម័យថារបស់ទាំងអស់ហ្នឹងពីដើមឡើយបិទចិត្តជាអាចជាកម្មសិទ្ធិរបស់ប្រទេសមហាអំណាចដែលគេផ្នែកយោធាផ្នែកអីគេអត់ចង់បញ្ចេញអាហ្នឹងទេតែឥឡូវគឺទលាយសម្រាប់គ្រប់គ្នាអញ្ចឹងអស្ចារ្យមែនច្រើនណាស់បងនិយាយពី AI និយាយមួយថ្ងៃហ្នឹងឯសុយមិនមួយថ្ងៃទេឯសុយចូលមួយអាទិត្យក៏ដោយមួយខែក៏ដោយនិយាយអត់អស់មានរឿងច្រើនដែលយើងអាចជជែកអំពី AI សម្រាប់ខ្ញុំមកជួបបងថ្ងៃនេះមានគោលដៅធំមួយដែលខ្ញុំគិតថាចង់ឲ្យបងចែករំលែកពីអ្វីដែលនៅពីក្រោយសកម្មភាពបងដែលអ្នកតាមដានបងអ្នកគ្រប់គ្រងបងជាច្រើនមើលឃើញត្រឹមតែវីដេអូតើអ្វីទៅដែលជា guiding routine guiding principle ជាគោលការណ៍ខ្ញុំមិនដឹងថាមានប្រមាណទេអាចគោលការណ៍មាន1 2 3 personal របស់ខ្លួនបងដែលតែងតែ guide បងឲ្យនៅបន្តឲ្យនៅធ្វើឲ្យនៅតែប្រឹងប្រែងតើអ្វីទៅបងពីខ្ញុំទៅអត់មានគោលការណ៍អត់មាន rule អីច្រើនទេសំខាន់យើងជាអ្នកណាយើងធ្វើអីគេយើងមានគោលដៅអីអញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹងក្រៅពីការងារព្រោះខ្ញុំមានការងារផ្សេងសម្រាប់ចិញ្ចឹមជីវិតមួយចំនួនដែរអញ្ចឹងមួយសប្តាហ៍ព្រោះភិកខ្ញុំ freelance មានមួយផ្នែកយើងជួយទៅការបណ្ដុះបណ្ដាលមួយផ្នែកយើងធ្វើការងារខាងក្រៅមួយផ្នែកមាន project ខ្លះមួយរដ្ឋអីចឹងទៅណាខ្ញុំត្រូវតែមាន space មួយទួយខ្លួនឯងថាខ្ញុំអង្គុយរៀនសូត្រដែរអូ Facebook អីចឹងទៅខ្ញុំឃើញថាអូបញ្ហានេះកើតមកអ្វីដែលខ្ញុំនឹកឃើញថាមានមនុស្សច្រើនទៀតដែលគាត់អាចនឹងអត់ដឹងរឿងហ្នឹងចំណុចតែមួយគត់ខ្ញុំគិតថាមានមនុស្សច្រើនអ្នកដែលខ្ញុំធ្លាក់អ្នកនៅខេត្តអាហ្នឹងឯងសំខាន់ណាស់ថាធ្វើឲ្យខ្ញុំនឹកឃើញដល់មនុស្សច្រើនផ្សេងទៀតដែលគាត់ហានិភ័យងាយរងគ្រោះអញ្ចឹងខ្ញុំត្រូវតែមាន space មួយសម្រាប់ឲ្យខ្ញុំធ្វើអីមួយយ៉ាងសម្រាប់ពួកគាត់អញ្ចឹងការមាន Facebook page មាន account ហ្នឹងវាគ្រាន់តែជា portal មួយវាគ្រាន់តែជាច្រកមួយដែលខ្ញុំពឹងថាខ្ញុំអាចជួយមនុស្សបានអញ្ចឹងគោលការណ៍របស់ខ្ញុំគឺខ្ញុំចូលចិត្តជួយគេខ្ញុំសប្បាយចិត្តនៅពេលដែលឃើញអ្នកណាម្នាក់គាត់បានទទួលអាទាំងអស់ហ្នឹងដោយគាត់រីករាយដែរអញ្ចឹងអាហ្នឹងគឺជាគោលការណ៍របស់ខ្ញុំហើយអញ្ចឹងចង់យើងត្រូវតែមាន space មួយយើងត្រូវតែមានកន្លែងមួយសម្រាប់ចំណាយពេលឲ្យពួកគាត់ខ្ញុំដឹងថាពេលខ្លះគាត់មើលអត់ឃើញអត់អស់ទេពេលខ្លះខ្ញុំចេញ content ទៅគាត់អត់មើលគាត់អត់ឃើញខ្ញុំអត់ខ្វល់ទេប៉ុន្តែខ្ញុំគិតថានឹងវាជាច្រកមួយដែលខ្ញុំបានជួយគាត់ហើយដោយខ្ញុំតែនិយាយថារបស់មួយដែលល្អថ្ងៃណាមួយនឹងមានមនុស្សមកឃើញនឹងយល់ពីរឿងទាំងអស់ហ្នឹងហើយអញ្ចឹងពេលដែលខ្ញុំធ្វើអាហ្នឹងខ្ញុំអត់ខ្វល់ថានឹងត្រូវមានបញ្ហាប្រឈមអីទេខ្ញុំដឹងថាចំណុចហ្នឹងគឺមានមនុស្សច្រើនផ្សេងទៀតអាចនឹងមករកឃើញគាត់អាចរៀនសូត្របានត្រឡប់មកវិញគោលការណ៍របស់ខ្ញុំសឹងថាដូចមានតែមួយនេះគឺខ្ញុំចង់ឲ្យគេយល់ខ្ញុំចូលចិត្តចែករំលែកខ្ញុំចង់ឲ្យគេចេះទោះបីខណៈពេលដែលខ្ញុំអត់មានលទ្ធភាពចំណេះដឹងទលំទលាយយ៉ាងណាក៏ដោយតែខ្ញុំដឹងថាអ្វីដែលខ្ញុំចេះខ្ញុំបានដឹងហ្នឹងត្រូវតែឲ្យអ្នកផ្សេងទៀតគាត់បានយល់ដល់រឿងដែរអញ្ចឹងគ្រប់គ្នាចេះទាំងអស់គ្នាអញ្ចឹងវាហាក់បីដូចជាយើងរីកចម្រើនទាំងអស់គ្នាតាខ្ញុំសប្បាយចិត្តដោយការពីត្រឡប់ទៅពីសាច់រឿងពីដំបូងវិញក្នុងថ្នាក់ខ្ញុំមុនរឿងដកឌុយដែលយើងដកឌុយណាការចេញពីអាហ្នឹងតាឧទាហរណ៍ថាឥឡូវពេលដែលគាត់អត់ចេះដកឌុយខ្ញុំមានការចាត់មួយថាហេតុអីបានជាក្នុងថ្នាក់យើងមិនសហការគ្នាជួយគ្នាទៅគ្រូគាត់ជួយអស់ទេមួយថ្នាក់មានគ្រូតែមួយសិស្ស20នាក់ជាងអញ្ចឹងគ្រូអាចមើលអស់ទេចុះយើងមិនដើរតួនាទីជាគ្រូទៅជាមិត្តភក្តិទៅជាពួកម៉ាជាគ្រូសាមួយគ្នាទៅជួយគាត់បានដែរអញ្ចឹងគោលការណ៍របស់ខ្ញុំអត់ដឹងថាគេមានស្អីគោលការណ៍ទី1ទី2អនុវត្តប្រចាំថ្ងៃខ្ញុំមិនដឹងទេ
nhóm còn là biên chất cũng đất muối trong chui nệp xì ở bàn ta là tập phần ấy cô ca bởi nhóm trắng group cả lại ta xã tầng ca bị nhóm nơi vừa chia lái khi nhóm chui mật hẹ để về khác con hiện ở cái mình bên đây tha con bảo bạ cho thằng con ở đấng cho thằng hát dương thằng vô bị con hát đấy mà coi điện ở cái nhóm pizza từ bộ để riêng ở bát nặng đôi khiแต่ខ្ញុំបានคลายខ្លួនអភិវឌ្ឍមកបន្តិចមិនលេខ1លេខ2ទេប៉ុន្តែភាសាជាងមុនអញ្ចឹងខ្ញុំបានមើលឃើញថាត្រូវតែមានអ្នកផ្ដល់ច្រកមួយទៅឲ្យគាត់ដើម្បីគាត់បានទាំងអស់ហ្នឹងអញ្ចឹងពេលតាំងពីក្មេងហ្នឹងមកខ្ញុំមានទឹកចិត្តនឹងមួយថាខ្ញុំចង់ជួយអ្នកដទៃឲ្យបានយ៉ាងហោចណាស់ឲ្យគេស្គាល់ផ្លូវដោះស្រាយគេមានស្អីក៏ដោយដែលអត់ដែលរំពឹងទុកថាខ្ញុំបានស្អីពីពួកគាត់វិញទេព្រោះតែធម្មតាថាគ្រប់គ្នារីកចម្រើនគឺយើងរីកចម្រើនទាំងអស់គ្នាដែរតែគាត់ចេះខ្ញុំត្រូវតែចេះមកកម្រិតទៀតដើម្បីបានរបស់ថ្មីទៅចែកគាត់ទៀតដែរខ្ញុំគិតថាហ្នឹងគឺជាអត្តសញ្ញាណមិនត្រឹមតែខ្ញុំទេប្រជាជនទូទៅប្រជាពលរដ្ឋខ្មែរយើងទឹកចិត្តទាំងអស់ហ្នឹងយើងឮពាក្យមួយថាស្រុកខ្មែរយើងមានតែខ្លួនដើរទៅដល់ទីណាក៏ដែរអត់បាយដែរអាហ្នឹងគឺជាទឹកចិត្តរបស់យើងអញ្ចឹងខ្ញុំចង់ apply អាទឹកចិត្តទាំងអស់ហ្នឹងវាមិនមែនត្រឹមតែរឿង digital ទេ digital ក្តីចំណេះដឹងក្តីរឿងផ្សេងក្តីវាកើតចេញពី DNA ពីអត្តសញ្ញាណរបស់យើងខ្ញុំគិតថាខ្ញុំជាខ្មែរដែលចូលចិត្តនិយាយច្រើនចូលចិត្តជជែកលេងស៊ីត្រាវតែវាមានប្រយោជន៍អូខេចំណេះដឹងដែលខ្ញុំមានថាស៊ីត្រាវតែមានប្រយោជន៍បាទអូខេយក clear នឹងមួយដាក់ចុះឈ្មោះសម្រាប់កម្មវិធីស៊ីត្រាវតែមានប្រយោជន៍គេបងកាត់បងទៀតអញ្ចឹងខ្មែរយើងជាធម្មតាហ្នឹងជាធម្មជាតិតាំងពីដើមមកហ្នឹងចូលចិត្តជជែកគ្នាចូលចិត្តតំណែងតំណងយើងដែលឃើញពាក្យថាអ្នកចិត្តខាងជារបងហ៎ជាធម្មតាធ្វើម៉េចបានគាត់មានជារបងតើឲ្យយើងមានការតំណែងតំណងជជែកគ្នាយូរទៅជាពាក្យថាជជែកគ្នាហ្នឹងវាទៅកើតជារឿងស៊ីត្រាវឬក៏អីហូរហែតែខ្ញុំគិតថាទាំងអស់ហ្នឹងវាជាដំណើរប្រចាំថ្ងៃដូចនិយាយពីគោលការណ៍ប្រចាំថ្ងៃអញ្ចឹងវាជាអត្តសញ្ញាណយើងតាំងពីដើមមកតែយើងចេះឆ្នៃឲ្យទាំងអស់ហ្នឹងឲ្យវាមានប្រយោជន៍ដែរសម្រាប់ខ្ញុំអាទាំងអស់ហ្នឹងគឺជាភាពផូរផង់ដែលគ្រប់គ្នាត្រូវតែមាននៅក្នុងការយកចំណេះដឹងខ្លួនឯងហ្នឹងទៅចែករំលែកទាំងអស់គ្នាខ្ញុំអត់ដឹងថាមានរឿងអីកាត់ឡើងរាំងស្ទះដំណើរការចែករំលែកទាំងអស់ហ្នឹងដូចយើងនិយាយពីវប្បធម៌ក្តិចត្រួយអីហូរហែងណាដល់ពេលអញ្ចឹងវាបាត់ណាចាស់យូរទៅគាត់អត់ដឹងថាគាត់ចែករំលែកមិនអ្វីដែលខ្ញុំភ័យគឺអាហ្នឹងវិញតាឧទាហរណ៍ចាស់ដែលព្រឹទ្ធាចារ្យយើងចាស់ដែលគាត់មានចំណេះដឹងជ្រៅជ្រះជួនកាលគាត់អត់មានច្រកគាត់អត់ដឹងថាត្រូវធ្វើម៉េចដើម្បីចែករំលែកគាត់អត់ចេះប្រើ Facebook គាត់អត់ចេះប្រើ YouTube តែគាត់មានជំនាញហ្នឹងឥឡូវបងឯងឃើញអញ្ចឹងទៅលោកគ្រូសូមអញ្ជើញមកនិយាយនៅ inspiration ដើម្បីចែករំលែកទៅបងប្អូនជំនាន់គាត់គេអាហ្នឹងបានច្រកគាត់ឲ្យជួនកាលធ្វើឲ្យគាត់ហ្នឹងមានចិត្តរំជើបរំជួលគាត់រកវិធីសាស្ត្រដើម្បីធ្វើដែរអាទាំងអស់ហ្នឹងគឺយ៉ាងไงហើយអ្វីដែលខ្ញុំចង់ចែករំលែកពេលខ្លះមិនមែនត្រឹមតែឲ្យខ្ញុំចែករំលែកខ្លួនឯងខ្ញុំចង់ឲ្យមានឥទ្ធិពលសម្រាប់អ្នកផ្សើផ្សេងទៀតហ្នឹងគាត់បានចែករំលែកដែរវាដូចអ្វីដែលយើងបានឃើញរាល់ថ្ងៃថាមេរោគវារីករាលដាលចុះបើយើងសម័យថាមេរោគហ្នឹងគឺជាមេរោគចំណេះដឹងទៅអញ្ចឹងចំណេះដឹងមិនរីករាលដាលដូចគ្នាបាទយើងសាក់គិតផ្ទុយពីរឿងដែលអាក្រក់ហ្នឹងយើងដាក់ជាចំណេះដឹងចូលមកអញ្ចឹងខ្ញុំអាចថាខ្ញុំជាមេរោគចំណេះដឹងមួយអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចដើរតួនាទីជាមេរោគមួយដើម្បីឲ្យគ្រប់គ្នាបានជាចំណេះដឹងពីមេរោគមួយបងចាប់ផ្ដើមធ្វើតាំងពីដំបូងខ្ញុំចាំបងនិយាយអំពីការធ្វើ blogger ការសរសេរមុននឹងមកចាប់ផ្ដើមបានធ្វើវីដេអូ vlogger មកបង្កើតមាតិកានៅក្នុងទម្រង់ផ្សេងៗមកដល់រាល់ថ្ងៃនេះតើនៅពីក្រោយបងធ្លាប់បានគិតថាលំបាកខ្លាំងពេកធ្លាប់ដកឃ្លាធ្លាប់បញ្ឈប់មួយរយៈពេលធំណាដោយសារប៉ះពាល់mental ផងបងតើធ្លាប់ឆ្លងកាត់ពេលវេលាទាំងអស់ហ្នឹងបងអាចនិយាយបន្ថែមបានពេលខ្លះខ្ញុំឆ្នៃដែរនៅពីក្រោយសាច់រឿងទាំងអស់ហ្នឹងដោយសារតែខ្ញុំមានទឹកចិត្តមួយក្នុងការចែករំលែកមុខមុតនៅក្នុងការចែករំលែកទាំងអស់ហ្នឹងមិនមែនដោយសារខ្ញុំមានចំណេះដឹងជ្រៅជ្រះទេមូលហេតុដែលខ្ញុំចែករំលែកវាមានរឿងពីរខ្ញុំអាចជួយគាត់បានហើយខ្ញុំអាចរៀនសូត្របានអាហ្នឹងគឺមួយដែលខ្ញុំចង់បញ្ជាក់ដែរថាពេលដែលយើងកាន់តែចែករំលែកយើងនឹងកាន់តែចេះច្រើនដោយសារតែការស្រាវជ្រាវសាច់រឿងដែលយើងចង់ចែករំលែកគេនឹងឯងអាហ្នឹងអ្វីដែលខ្ញុំរៀនសូត្របានបន្ទាប់មកពីសាច់រឿងនៅពីខាងក្រោយទាំងអស់ហ្នឹងតែវាមានឥទ្ធិពលមានបញ្ហាមានស្អីអត់បើសិនជាអ្នកតាមដានខ្ញុំអ្នកស្គាល់ខ្ញុំចែករំលែកហ្នឹងមិនមែនតែឥឡូវទេតាំងពីគ្រប់រូបភាពទាំងអស់ពីចែករំលែកនៅក្នុងថ្នាក់ផ្ទាល់ចែករំលែកនៅក្នុងបណ្ណាល័យរហូតដល់ចូលក្នុងប្រភព digital មានចែកនិយាយ IT
ចាំតិចទៀតយើងជជែកនឹងចែកនិយាយ IT រហូតមកដល់ចែកគ្នាចែករំលែកជា content ជាមេតិកាដែលក្នុងបណ្ដាញសង្គមដែលឃើញខ្ញុំរាល់ថ្ងៃហ្នឹងអញ្ចឹងខ្ញុំអត់ខ្វល់ថាមានរូបភាពអីទេឲ្យតែខ្ញុំអាចចែករំលែកបានខ្ញុំចាំពាក្យមួយថាខ្ញុំអត់សូវចេះ operate កាមេរ៉ាឬក៏គ្រឿងបច្ចេកទេសអីប្រហែលទេមិនមែនថាអត់ចេះទាំងស្រុងចេះតែមិនមែនជាជំរឿសរបស់ខ្ញុំថាខ្ញុំត្រូវធ្វើឲ្យអានឹងល្អរហូតដល់រាំងស្ទះនៅក្នុងការចែករំលែកទេខ្ញុំត្រូវតែធ្វើអានឹងឲ្យចេញទោះបីដាក់កាមេរ៉ាឆេះមិនក៏ដោយslate មិនក៏ដោយប៉ុន្តែខ្ញុំបានបញ្ចេញអានឹងសិនព្រោះទាំងអស់ហ្នឹងយើងអាចកែប្រែតាមក្រោយបានតែសំខាន់ទឹកចិត្តយើងធ្វើអីគេយើងនិយាយរឿងធ្វើសង្គ្រាមបើយើងអត់មានទឹកចិត្តពុះ control ក្នុងការធ្វើប្រហែលយើងទៅសង្គ្រាមទោះបីមានអាវុធល្អមិនក៏ដោយក៏អត់អាចធ្វើបានដែរតើយើងចេញពីហ្នឹងក្នុងកំឡុងពេលដែលយើងធ្វើហ្នឹងជាធម្មតាមនុស្សវាឆ្លងកាត់ច្រើនហ្នឹងមានទុកសោកមានសបាយរាយមានហិរញ្ញវត្ថុមានឆាកជីវិតអីពីក្រោយនឹងរឿងច្រើនណាស់ដែលគ្រប់គ្នាมันអាចបរិយាយបានទេតែវាអាចជាឧបសគ្គរាំងស្ទះការងារទាំងអស់ហ្នឹងអត់សម្រាប់ខ្ញុំអត់ទេពេលខ្លះខ្ញុំយកការរាំងស្ទះបញ្ហាមួយចំនួនមកបែរជាយក content ហ្នឹងជួយសម្រាលខ្ញុំវិញមានន័យថាខ្ញុំអត់សប្បាយចិត្តខ្ញុំធ្វើការងារអត់ចេញតែនៅពេលដែលខ្ញុំសរសេរ content មួយចេញធ្វើវីដេអូចែករំលែកមួយចេញខ្ញុំសប្បាយចិត្តមានមនុស្សច្រើនទៀតដែលអាចធ្វើមនុស្សច្រើនទៀតកិច្ចផុតពីរឿងផ្សេងទៀតអាហ្នឹងខ្ញុំមិនធ្វើប៉ុនបើយើងនិយាយពីធម៌អាហ្នឹងធ្វើប៉ុនហីមែនអត់វាក៏ជាផ្នែកមួយដែលយើងជួយប្រទេសជាតិរបស់យើងដែរព្រោះខ្ញុំមានអ្នកសួរសំណួរខ្ញុំមួយគួរចាប់អារម្មណ៍បងឯងប៉ុណ្្នឹងដែរមិនចូលធ្វើការងាររដ្ឋពាក្យហ្នឹងតែខ្ញុំឆ្លើយមិនហ៎ខ្ញុំឆ្លើយមិនដែរចុះខ្ញុំរងថ្ងៃខ្ញុំធ្វើការងាររដ្ឋអីតាខែយើងនៅក្នុងរដ្ឋជាមួយគ្នាអីទៅអត់អញ្ចឹងទោះបីយើងរកស៊ីនៅខាងក្រៅហ្នឹងក៏ការងាររដ្ឋយើងធ្វើចំនួនយើងកំពុងថតនេះក៏ការងាររបស់រដ្ឋយើងដែរឧទាហរណ៍ណាអញ្ចឹងអាទាំងអស់ហ្នឹងហើយជាទឹកចិត្តពុះ control ដែលខ្ញុំធ្វើអាហ្នឹងឲ្យតែខ្ញុំបានជួយអ្នកជុំវិញគឺខ្ញុំសប្បាយចិត្តដែរអញ្ចឹងពេលខ្លះបញ្ហាពីខាងក្រោយមានបញ្ហាស្អីខ្ញុំអាចយកមកដាក់ធ្វើជា content ហើយ content ទាំងអស់ហ្នឹងច្រើនណាស់ច្រើនទម្រង់ណាខ្ញុំអភិវឌ្ឍតាំងពីដូចនិយាយអញ្ចឹងណាក្នុងសហគមន៍ក៏ខ្ញុំចូលទៅដែរដើរតាមភូមិកាន់នំបញ្ចុកមួយថងអង្គុយនិយាយមួយអ្នកភូមិអាហ្នឹងក៏មានចេញមកក្នុងសាលានៅក្នុងបណ្ណាល័យបង្រៀនតាមសិក្ខាសាលាមួយចំនួនរហូតបានយើងមកអង្គុយដល់ហើយនេះក៏នៅតែចែករំលែកដែរអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យគ្រប់គ្នាចេះយល់អាចរីកចម្រើនទាំងអស់គ្នាហើយអ្វីដែលខ្ញុំចង់មួយទៀតហ្នឹងខ្ញុំចង់លើកទឹកចិត្តឲ្យមនុស្សច្រើនផ្សេងទៀតយកអាវប្បធម៌ចែករំលែកហ្នឹងធ្វើទាំងអស់គ្នាសាក់មើលឧទាហរណ៍ថាបើយើងធ្វើការនៅកន្លែងមួយបើយើងអត់បង្រៀនកូនចៅធ្វើម៉េចកន្លែងហ្នឹងរីកចម្រើនអាហ្នឹងសុទ្ធតែចែករំលែកហ្នឹងតែរង្វង់ខុសៗគ្នាក្នុងរូបភាពផ្សេងបាទរង្វង់នៅក្នុងក្រុមហ៊ុនដែលគេរីកចម្រើនតែសម្រាប់ខ្ញុំឲ្យតែយើងបានចេះរីកចម្រើនទាំងអស់គ្នាអាហ្នឹងគឺជារបស់ដែលគ្រប់គ្នាចង់បានយើងមានទូរស័ព្ទមួយគ្រាប់ដែលមានបើយើងប្រើអត់ស្រួលទេគេនឹងបញ្ជាយើងរបៀបម៉េចឬក៏អាចធ្វើឲ្យយើងផ្លាស់ប្ដូរអេយ៉ាប័តហ្មងទៅប៉ុណ្នេះខ្ញុំមិនមែន expert ទេខ្ញុំអាចបង្រៀនទៅអ្នកទៀតជាងនឹងទៀតវាដូចកម្មចដើអញ្ចឹងចដើហ្នឹងតែយើងសង់កាន់តែខ្ពស់ទៅយើងរីកចម្រើនវាអត់អាចកន្លែងណាមួយអត់រីកចម្រើនដល់អត់មានអ្នកទាំងអស់គ្នាបាទទទួលបានបងចូលនិយាយដល់នៅពេលដែលបងនិយាយពីការចែកម្លែកឲ្យបងសប្បាយចិត្តបងនិយាយបងប្រើពាក្យថាបានបនហ្នឹងខ្ញុំពងតែស្ដាប់មិញខ្ញុំញញឹមហើយក្នុងចិត្តខ្ញុំសប្បាយចិត្តដោយសារពេលដែលបងនិយាយគឺខ្ញុំ reflect មកខ្លួនឯងហ្មងសួរខ្លួនឯងដែររាល់ថ្ងៃហ្នឹងមិនមែនអត់សួរទេសួរថាតើអីដែលធ្វើហ្នឹងអូមកថាពងធ្វើវីដេអូចេះមកយើងមិនមាន resource អីច្រើនទេប៉ុន្តែធ្វើតាមលទ្ធភាពចែករំលែកនៅក្នុងទម្រង់ផុសយើងអញ្ចឹងទៅហើយធ្វើមិនទាន់ច្រើនឆ្នាំដូចគេប៉ុន្តែយើងបានចាយពេលដែរក្នុងការផលិតវាក្នុងការធ្វើវាក្នុងការចែករំលែកទៅនៅលើបណ្ដាញសង្គមតើam I happy សប្បាយចិត្តអត់ពេលខ្លះអត់លុយទេណាសួរខ្លួនឯងអញ្ចឹងហើយឆ្លើយ every time គឺ yeah សប្បាយចិត្តអញ្ចឹងនៅពេលដែលបងឯងនិយាយមិញថាធ្លាប់មិនមែនទៅចែកឥឡូវទេចែករំលែកចំណេះដឹងចូលតាមភូមិកាន់ថងនំបញ្ចុកអង្គុយមួយអ្នកភូមិអ្នកអីទាំងអស់ហ្នឹងរហូតមកដល់អង្គុយនៅតុកាហ្វេយើងថតវីដេអូនេះគឺភ្លាមហ្នឹងខ្ញុំ reflect មកខ្លួនឯងហើយខ្ញុំសប្បាយចិត្តហើយអ្វីដែលបងឯងនិយាយមុននេះគឺបានបោះត្រា
mà tòng tiết បានឃើញនឹងឯកភាព ban khơi những ai gặp phiếp mà tòng tiết tha ô phần đất ở vậy đã phần đất phong thưa ở vậy đã phần đất ban chấp đam thưa tụi bay mình toàn chọn cho năm cái đây còn tái cứ ba thắc luôn anh happy mình mẹ thưa tiếng mình sờ bài chật đấy chẳng thưa bờ to tiệt chẳng nhom o côn đã bong trai mình lên nơi chẳng nói tha thưa tới trai tới ban bon tụi bay thà pe klam miên pa nhà hưởng cái rải mật thô cái đôi đục to luôn family pa nhà ấy đại châu mà không chỉ vớt nè cái cầu miền này tái liệtแต่ធ្វើអីដែលអាចជាប្រយោជន៍ឲ្យធ្វើឲ្យយើងសប្បាយចិត្តបាទទោះបីមិនទាន់មានស្អីចាញ់ពីអាហ្នឹងក៏ដោយចំណូលហិរញ្ញវត្ថុអីក៏ដោយអញ្ចឹងខ្ញុំអរគុណបងបានចែកម្លែកចំណុចហ្នឹងមួយទៀតសម្រាប់ខ្ញុំនៅលើ platform Project Inspiration នេះនៅពេលដែលខ្ញុំចាប់ផ្ដើមនៅពេលដែលខ្ញុំមានគំនិតបង្កើតវាចេញមកហ្នឹងតាំងពីសម័យ Covid ដែលខ្ញុំចង់ធ្វើគឺគោលដៅមួយនៅក្នុងចំណោមគោលដៅធំមួយចំនួនផ្សេងទៀតដែលខ្ញុំបង្កើតវាចេញមកគឺចង់ឲ្យធានាថាសាច់រឿងគុណតម្លៃរឿងល្អជាច្រើនរបស់ប្រជាជនខ្មែរយើងត្រូវបានយកមកបង្ហាញយកមកចែករំលែកដើម្បីអីដើម្បីជាគន្លឹះជាកត្តាជំរុញផ្លូវចិត្តឲ្យទៅ audience ឲ្យទៅប្រជាជនជាច្រើនផ្សេងទៀតឲ្យគាត់មើលឃើញថារឿងមួយចំនួនមើលទៅវាលំបាកមែនប៉ុន្តែអាចធ្វើបានហើយអាចរៀនបានពីអ្នកដែលគាត់កំពុងតែមើលក្នុងវីដេអូហ្នឹងអញ្ចឹងអាហ្នឹងគឺជាអ្វីដែលខ្ញុំតែងតែបន្តរក្សាវានៅក្នុង platform Project Inspiration ហ្នឹងអញ្ចឹងសម្រាប់បងតើអ្វីទៅដែលបងរៀនបានសម្រាប់ខ្លួនឯងឃើញខ្លួនឯងអភិវឌ្ឍធំតាំងពីចាប់ផ្ដើមធ្វើកិច្ចការងារមួយនេះនៅលើបណ្ដាញសង្គមមានតែរឿងមួយទេការចែករំលែកឥតដែនកំណត់យើងបានរៀនសូត្រឥតដែនកំណត់ខ្ញុំអាចនិយាយបានថាចាប់តាំងតែពីខ្ញុំឈានចាប់ផ្ដើមចែករំលែកគឺខ្ញុំបានរៀនសូត្រគ្រប់បែបយ៉ាងពីរបស់ជុំវិញនៅពេលដែលខ្ញុំចុះភូមិខ្ញុំអាចបានរៀនសូត្រពីទស្សនវិជ្ជាពីតថភាពពីមនុស្សពីរបៀបការប្រស័យតាក់ទងពីអិយាបថបន្ទាប់ពីខ្ញុំចេញពីសហគមន៍មកខ្ញុំចូលក្នុងសាលាខ្ញុំបានមើលឃើញមនុស្សខ្ញុំបានឃើញមានភាពផូរផង់នៃភាពស្រឡាញ់គ្នារវាងអ្នករួមគ្នាអ្នកចូលចិត្តចែករំលែកគឺខ្ញុំឃើញសាលាគ្រប់កន្លែងទាំងអស់ចឹងហើយការចែករំលែកគឺជារឿងមួយដ៏ល្អបំផុតសម្រាប់ការរៀនសូត្រអញ្ចឹងពេលដែលយើងចែករំលែកកាន់តែច្រើនអានោះយើងបានមកវិញកាន់តែច្រើនខ្ញុំសូមលើកឧទាហរណ៍មួយថាគ្រប់គ្នាអានសភៅគ្រប់គ្នាអានសភៅយើងបានរៀនសូត្រតែពីអ្វីដែលគេបានដាក់មកឲ្យយើងពីអ្នកនិពន្ធតែបើសឹងថាយើងសាក់ទៅអង្គុយជជែកជាមួយអ្នកនិពន្ធមើលយើងនឹងបានអីលើសពីសភៅនឹងទៀតមែនទេដូចគ្នាដែរចុះបើសិនយើងដាក់ខ្លួនឯងទៅចែករំលែកពេលដែលកំឡុងពេលដែលយើងចែករំលែកយើងអាចរៀនសូត្របានហើយសម្បីយើងមកនេះយើងរៀនសូត្រពីជាមួយគ្នាទៅវិញទៅមកមិនប្រកាសថាបងប្អូនដែលកំពុង operate camera ហ្នឹងមានជំនាញដូចអូនមួយមិននិយាយពី engineer វិស្វកម្មខ្ញុំអាចដឹងថាអូមានជំនាញមួយដែលស្រុកខ្មែរយើងមានហើយយើងត្រូវការហ្នឹងអាហ្នឹងគឺជាអ្វីដែលខ្ញុំគិតថាការផ្លាស់ប្ដូរធំបំផុតរបស់ខ្ញុំគឺខ្ញុំអាចរៀនសូត្រអញ្ចឹងហើយបានខ្ញុំព្យាយាមរុញខ្លួនឯងចូលសហគមន៍ឲ្យបានកាន់តែច្រើនព្រោះខ្ញុំដឹងថាវិធីសាស្ត្រដែលខ្ញុំរៀនខ្ញុំអត់សូវបកកែអាងនេះតែខ្ញុំបកកែចូលចិត្តតំណាក់ជជែកគ្នារៀនសូត្រពីអ្នកជុំវិញអញ្ចឹងខ្ញុំគិតថាទាំងអស់នេះឯងដែលអាចឲ្យខ្ញុំរៀនសូត្របានអញ្ចឹងការផ្លាស់ប្ដូររបស់ខ្ញុំគឺការផ្លាស់ប្ដូរចេញពីការរៀននៅក្នុងកម្មវិធីសិក្សាមួយមករៀននៅក្នុងបំណិនជីវិតមួយជារឿងដ៏ល្អបំផុតសម្រាប់ខ្ញុំមិនប្រកាសថាគ្រប់គ្នាការអនុវត្តអញ្ចឹងបានទេឬក៏ដូចគ្នាប៉ុន្តែខ្ញុំចង់ឲ្យគ្រប់គ្នាសាកល្បងមើលសាកល្បងចេញមករៀនដែរមើលបើយើងឮពាក្យមួយគេថាចេញមកប្រឡូកមែនទេមកប្រឡូកយើងត្រូវតែយកអាទាំងអស់ហ្នឹងមករៀនដែរមិនមែនគ្រាន់តែទៅមើលគេសម្រាប់ខ្ញុំចូលចិត្តរៀនអញ្ចឹងការផ្លាស់ប្ដូររបស់ខ្ញុំរឿងតែមួយទេដែលខ្ញុំគិតថាផ្លាស់ប្ដូររបស់ខ្ញុំអាចផ្លាស់ប្ដូរការរៀនរបស់ខ្ញុំដែលពីក្នុងសាលាមកដល់ខាងក្រៅសាលាការរបៀបរៀនរបស់ខ្ញុំគឺកើតចេញពីមិត្តភ័ក្តិដែលខ្ញុំរៀននៅក្នុងថ្នាក់
ខ្ញុំចាំបានថាកាលហ្នឹងគឺខ្ញុំរៀនថ្នាក់ទី8មានមិត្តភ័ក្តិខ្ញុំ3នាក់ដែលគ្រប់គ្នាគឺសុទ្ធតែសិស្សបកែគាត់រៀនបកែណាខ្ញុំដឹងថាខ្ញុំអត់អាចរៀនឈ្នះគាត់ទេពួកគាត់មានលទ្ធភាពរៀនមានឱកាសរៀនមានម៉ោងពេលរៀនអញ្ចឹងខ្ញុំគិតថាបើខ្ញុំរៀនតែមួយមុខប្រហែលជាពួកយើង compete ក្នុងវ័យដែលថាប្រកួតប្រជែងគ្នាអញ្ចឹងខ្ញុំគិតថាចុះបើសិនបើខ្ញុំមាន soft skill មួយទៀតមាន soft skill មួយទៀតដែលខ្ញុំអាចបកែដែរអញ្ចឹងខ្ញុំបកែតំណែងខ្ញុំអាចស្គាល់គេស្គាល់ឯងប្រហែលជាអូឈ្នះម្នាក់ហ្នឹងហើយខ្ញុំឈ្នះម្នាក់ហ្នឹងហើយអាហ្នឹងហើយដែលជំរុញឲ្យខ្ញុំចេញមកធ្វើការងារខាងក្រៅជាមួយសហគមន៍អញ្ចឹងចុងក្រោយខ្ញុំបានរៀន skill ច្រើនណាស់ក្រៅពីគណិតវិទ្យាដែលខ្ញុំរៀននៅក្នុងថ្នាក់អូខេតែមិនមែនអត់ចោលទេខ្ញុំនៅតែរៀនជាមួយគេប្រកួតប្រជែងប៉ុន្តែខ្ញុំគិតថាខ្ញុំមានរបស់មួយទៀតនៅ outside the box ណានៅខាងក្រៅប្រអប់នៅខាងក្រៅសាលារៀននៅខាងក្រៅដងដែលមានកែបហ្នឹងគឺខ្ញុំគិតថាខ្ញុំអូខេខ្ញុំបានរៀនរឿងច្រើនអញ្ចឹងមានរឿងមួយដែលខ្ញុំរៀនសូត្របាននៅក្នុងអ្វីដែលបាញ់សួរនេះគឺមួយគឺខ្ញុំបានរៀនសូត្រក្រៅកម្មវិធីដែលយើងមានខ្ញុំបានរៀនសូត្រពីអត្តចរិតបានរៀនសូត្រពីភាពផូរផង់នៃភូមិឃុំពុភាគយ៉ាងគឺខ្ញុំជួយចិត្តដើរបើសិនជាអ្នកស្គាល់ខ្ញុំមួយចំនួនមិនមែនខ្ញុំគ្រាន់តែចែករំលែកនៅក្នុងការងារបច្ចេកទេសទេខ្ញុំជួយចិត្តដើរលេងហើយរបៀបដែលខ្ញុំជួយចិត្តដើរលេងដោយសារខ្ញុំជួយចិត្តរៀនសូត្រមែនតើទៅគឺជាការរៀនសូត្រទេចិត្តពេលដែលយើងទៅចុះដើរលេងយើងត្រូវឡើងភ្នំសួរថាបទពិសោធន៍នៅក្នុងការឡើងភ្នំនៅក្នុងថ្នាក់ណាមានវិធីសាស្ត្រឡើងភ្នំដែលអាចទៅដើរឡើងភ្នំបានអាចមានសាលាខ្លះមានតែភាពជាក់ស្ដែងគឺបានថាប្រាប់ពីរបៀបឡើងភ្នំតែយើងអត់បានរៀនឡើងភ្នំជាក់ស្ដែងទេតែពេលដែលយើងដើរច្រើនយើងនឹងឃើញយើងនឹងបានរៀនសូត្រទស្សនវិជ្ជាសូម្បីតែខ្ញុំបានឆ្លងកាត់សឹងថាស្រុកខ្មែរយើងទាំងមូលខ្ញុំជិះម៉ូតូសឹងឆ្លងកាត់ច្រើនមិនទាំងអស់ទេប៉ុន្តែពេលដែលយើងឆ្លងកាត់យើងបានឃើញសិក្សាអំពីកត្តាភូមិសាស្ត្ររៀនសូត្រពីអរិយាបថការរស់នៅអូច្រើនណាស់អញ្ចឹងខ្ញុំរៀនសូត្របានទៅរឿងមួយទេគឺចេញមករៀនបាទប្រឡូកចូលភពគុណបាទអរគុណច្រើនបងអ្វីដែលបងនិយាយថាការរៀនបានពីការប្រឡូកចូលនៅក្នុងវិស័យខាងក្រៅហ្នឹងក្រៅពីហ្នឹងវាជាចំណុចវិជ្ជមានពីព្រោះជាអ្វីដែលបងបានមើលឃើញខ្លួនឯងពីរបៀបរៀននៅក្នុងផ្នែកខាងក្រៅបើសិននិយាយអំពីបញ្ហាប្រឈមឬក៏ផលលំបាកដែលបងឆ្លងកាត់ខ្ញុំជឿមានច្រើនណាស់បងអាចនិយាយបានអត់ថាតើបញ្ហាប្រឈមឬក៏ផលលំបាកធំណាខ្លះដែលបានបងរៀនបងឲ្យខ្លាយជាបងសប្តាហ៍ថ្ងៃមានតែរឿងមួយទេដែលខ្ញុំគិតថាវាជាកត្តាប្រឈមតែវាតាក់ទងជាមួយនឹងសេដ្ឋកិច្ចឯងឧទាហរណ៍ថាអញ្ចឹងមានខ្ញុំធ្លាប់ទៅបំផុសរឿងមួយថ្មីហើយក៏ជាពាក្យរបស់អ្នកស្គាល់ខ្ញុំមិនមែនតែម្នាក់ទេច្រើនអ្នកគេថាដូចមនុស្សដូចខ្ញុំអញ្ចឹងបើមានការងារណាមានលុយប្រហែលគេអត់ដាក់ឲ្យយើងទេខ្ញុំឃើញខ្ញុំចាំមកបាទតែបើការងារណាដែលបានប្រយោជន៍គេសប្បាយចិត្តបែរគេបោះឲ្យបងឯងពាក្យហ្នឹងវាចាក់ដោតដែរហើយក៏វាឆ្លោះបញ្ចាំងឲ្យយើងគិតថាតើយើងរុញទៅសេដ្ឋកិច្ចឬក៏យើងរុញមករឿងដែលយើងធ្វើរាល់ថ្ងៃបេះដូងដែលយើងឃើញរូបភាពយើងរាល់ថ្ងៃអញ្ចឹងមានន័យថាគេនិយាយពាក្យហ្នឹងគឺជាមិត្តភ័ក្តិដែលយើងអាចចាត់ទុកថាជាអ្នកជិតស្និទ្ធដែរដែលគេកំពុងតែក្រើនរំលឹកយើងថាបើអញថាគិតរឿងសេដ្ឋកិច្ចឬក៏ជួយ community ព្រោះពីរហ្នឹងវាអាចនឹង conflict គ្នាខ្លះមានវាផ្ទុយគ្នាខ្លះបើសិនជាយើងចំណាយពេលឧទាហរណ៍យើងវ័យជាម៉ោងចោះបើយើងទៅហូស៊ីឬក៏ធ្វើការ1ម៉ោងយើងបាន$5តែបើយើងមកជួយសហគមន៍យើងអស់$5វិញអាហ្នឹងយើងគិតសាមញ្ញស្រួលអញ្ចឹងវាដូចជាការរំលឹកឲ្យយើងធ្វើរឿងហ្នឹងទាំងអស់ហ្នឹងអញ្ចឹងកត្តាប្រឈមតែរឿងមួយឯងយើង sustain យើងធ្វើមិនឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុយើងដោយរបៀបណាដើម្បីយើងឆ្លៀតពេលឲ្យយើងសប្បាយចិត្តដើម្បីចែករំលែកហ្នឹងដូចយើងបានអង្គុយគ្នាហ្នឹងគឺសុទ្ធសឹងតែពេលវេលាបើគេយកទៅអង្គុយធ្វើអីផ្សេងបានលុយបានតែឃើញ invest ខ្លួនឯងវិនិយោគខ្លួនឯងកាមេរ៉ាអស់លុយទៀតហ្នឹងលុយចេញមែនទេអស់លុយចេញទៀតតែយើងបានអីគេ impact ធំប៉ុណ្ណាមានន័យថាបើអ្នកបានមើលវីដេអូនេះយ៉ាងហោចណាស់ 1K view ប្រហែលជាមានមនុស្សច្រើនណាស់ដែលគាត់បានទទួលការរៀនសូត្រស្អីម្យ៉ាងដែលគាត់អាចយកចំណេះដឹងហ្នឹង
ទៅអភិវឌ្ឍខ្លួនឯងដែលយើងមើលឃើញហើយ generate ជាលុយរាប់ម៉ឺនដុល្លារមកវិញយើងមិនដឹងខ្ញុំមិនដឹងទេថាពេលដែលអ្នកនរនេះមើលវីដេអូចប់ទៅបានរៀនសូត្រអីម្យ៉ាងខ្ញុំមិនដឹងហើយខ្ញុំក៏នៅតែរក្សាគោលចំហនឹងដូចគ្នាដដែលរក្សាខ្ញុំជាខ្ញុំបច្ចុប្បន្នតែជាឧបសគ្គនោះគឺតែរឿងសេដ្ឋកិច្ចទេព្រោះយើងដឹងហើយតែយើងតែធ្វើអញ្ចឹងច្រើនពេកសាក់មួយអាទិត្យយើងអត់ដកឃ្លាទៅធ្វើការរលុយខ្លះបាទអំបិលហើយយើងអំបិលហើយសេដ្ឋកិច្ចមិនចូលតែគ្រប់គ្នាចង់ឃើញយើងធ្វើអញ្ចឹងអត់ចង់ព្រោះអានឹងវាជួយប្រយោជន៍រួមគ្នាវាជួយជាប្រយោជន៍រួមគ្នាអញ្ចឹងសម្រាប់ខ្ញុំបញ្ហាដែលជួបជាឧបសគ្គភាគច្រើនគឺតែរឿងសេដ្ឋកិច្ចទេរឿងជាធម្មតាហ្នឹងវាត្រូវតែដាក់អាហ្នឹងមកនិយាយគ្នាមានន័យថារឿងសេដ្ឋកិច្ចវាជារឿងមួយដែលត្រូវជជែកគ្នាអញ្ចឹងសម្រាប់ខ្ញុំរលូនថ្ងៃខ្ញុំនៅរក្សាការចែករំលែកបានដោយសារតែខ្ញុំបានដកពេលមួយចំនួនមកធ្វើរឿងទាំងអស់ហ្នឹងហើយក៏យើងទុកពេលវេលាខ្លះមួយចំនួនសម្រាប់ខ្លួនឯងនៅក្នុងការរកស៊ីធ្វើការដើម្បីរកចំណូលខ្លួនឯងដែរអញ្ចឹងវាក៏ជាផ្នែកដែរស៊ីសងលើយើងចាប់យកថាយើងសប្បាយចិត្តយើងបានលុយច្រើនហើយយើងសប្បាយចិត្តឬក៏យើងបានលុយច្រើនហើយ stress មកធ្វើអ្វីដែលយើងសប្បាយចិត្តអាហ្នឹងគឺជាការសម្រេចចិត្តរបស់បុគ្គលមួយខ្លួនឯងទេអញ្ចឹងបកមកវិញសម្រាប់ខ្ញុំសប្បាយចិត្តដែរស្ថានភាពគ្រួសារវាសមល្មមការចែករំលែកបានវា balance គ្នាម្ដងទៀតពេលដែលបងនិយាយពីចំណុចនេះគឺខ្ញុំ reflect ខ្លួនឯង real time ហ្មងបាទកំពុង reflect តែអូ it's happening to me too បងខ្ញុំចិត្តតែឆ្ងល់ទេដែរខ្ញុំបាន take note ពាក្យបច្ចេកទេសមួយដែលខ្ញុំចាប់អារម្មណ៍នៅពេលដែលបងសេវាចេញមកចែកម្លែកនៅបណ្ដាញសង្គមរបស់បងគឺពាក្យបូរណភាពព័ត៌មាន digital ថ្មីសម្រាប់ខ្ញុំហ្មងខ្ញុំមិនដែលឮសោះហើយខ្ញុំឃើញខ្ញុំចាប់អារម្មណ៍ហើយខ្ញុំគុំថាមកជួបបងឯងត្រូវតែសួរបងអាចនិយាយអំពីពាក្យនឹងបានអត់ថាមានន័យបែបណាហើយហេតុអីបានជាបងយកពាក្យនឹងមកចែករំលែកនៅលើបណ្ដាញសង្គមបើអ្នកតាមដានខ្ញុំពាក្យថ្មីមិនមែនជាចម្លែកទេពាក្យអង្គុយស្ដាប់តាំងពីដើមមកដឹងហើយថាមានពាក្យថ្មីដែលខ្ញុំមិនមែនបកកើតទេប៉ុន្តែវាជាចំណាប់អារម្មណ៍មួយសម្រាប់ឲ្យគេយកទៅត្រេះរិះគិតចែករំលែកគ្នាថាពាក្យហ្នឹងវាបានបង្កប់នៅសាច់រឿងជ្រៅប៉ុណ្ណាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាស្ដាប់ពាក្យមិញមួយបូរណភាពព័ត៌មាន digital បូរណភាពដែនដី digital បូរណភាពស្អីមួយចំនួនវាសន្យាការគុំពាក្យឯងប៉ុន្តែវាជាពាក្យមួយដែលគ្រប់គ្នាអត់ដែលសូវបានឮគេយកមកនិយាយប្រហែលនេះតោះអាហ្នឹងវាអត់មានស្អីច្រើនទេបើយើងនិយាយពីបូរណភាពគឺនិយាយពីអធិបតេយ្យភាពរបស់យើងជាមួយនឹងអ្វីមួយយើងស្រឡាញ់ប្រទេសជាតិយើងជួយប្រទេសជាតិណាមែនទេយើងចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីជាតិបូរណភាពដែនដីបូរណភាពគ្រួសារឬក៏ស្អីគឺយើងបូជាយើងបោះបង់យើងលះបង់គ្រប់សពបែបយ៉ាងហ្នឹងសម្រាប់រឿងទាំងអស់ហ្នឹងសម្រាប់រឿងដែលយើងបានកំណត់ហ្នឹងហើយចុះបើយើងនិយាយពីបូរណភាពព័ត៌មាន digital គឺយើងនិយាយអំពីការបូជាការចូលរួមការដោះស្រាយរវាងអាព័ត៌មានវិទ្យានៅក្នុងស្រុកយើងរឿង digital ហ្នឹងធ្វើម៉េចឲ្យយើងមានអធិបតេយ្យធ្វើម៉េចឲ្យយើងកាន់កាប់ទាំងអស់ហ្នឹងបានអញ្ចឹងគាត់ខ្ញុំចង់និយាយថាសូមពេលសង្គ្រាមពេលយើងធ្វើស្អីក៏ដោយសូមរក្សានៅភាពពិតដែលជាព័ត៌មានដែលជាប្រវត្តិសាស្ត្រដែលជាពលឹងជាតិដែលជាអត្តសញ្ញាណរបស់យើងកុំឲ្យប្រែកាឡាទៅរឿងផ្សេងសូមធ្វើអ្វីគ្រប់យ៉ាងទាំងអស់ឲ្យមានទាំងអស់ហ្នឹងនៅក្នុងជាអត្តសញ្ញាណនៅក្នុង digital អ្វីដែលខ្ញុំចង់បានគឺគ្រាន់តែរំលឹកប្រជាជាតិរំលឹកប្រជាជនយើងថារាល់ការផុសរបស់អ្នកទាំងអស់គ្នាត្រូវគិតអំពីការជះឥទ្ធិពលនៅលើផុសរបស់អ្នកទាំងអស់គ្នាថាតើវាមានរឿងអីកាត់ឡើងព្រោះទាំងអស់ហ្នឹងគឺជាដានជើងជាសិលាចារឹក digital ផ្លែទៀតនេះបើយើងនិយាយពីសិលាចារឹកដោយសារតែដូនតាយើងខ្លាចបាត់បង់សិភៅខ្លាចបាត់បង់ស្លឹករឹតដែលដុតបំផ្លាញតិចខូចខាតមែនទេអញ្ចឹងបានគេធ្វើសិលាចារឹកដើម្បីឲ្យរាប់ម៉ឺនរាប់ពាន់ឆ្នាំក៏វានៅតែនៅលើថ្មហ្នឹងឯងពាក្យថាសិលាគឺរឹងមាំថ្មមែនទេអញ្ចឹងនៅក្នុង digital ប្រសិនបើយើងធ្វើរឿងទាំងអស់ហ្នឹងវាដូចជាសិលាចារឹក digital មួយអញ្ចឹងបើអ្នកទាំងអស់គ្នាផុសរឿងអាក្រក់តិចថាកិច្ចផុតគឺនឹងបែកធ្លាយនឹងមានរឿងទាំងអស់ហ្នឹងលេចចេញមកនៅថ្ងៃក្រោយកូនចៅអ្នកជំនាន់ក្រោយយើងនឹងឃើញអាទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំប្រើពាក្យហ្នឹងក្នុងគោលបំណងអីនៅក្នុងការដាស់តឿនថា
រាល់សកម្មភាពរបស់យើងធ្វើត្រូវមានដែនកំណត់ត្រូវមានភាពពិតប្រាកដត្រូវមានភាពចេញពីការរួបរวมគ្នាអំពីពលឹងអំពីអត្តសញ្ញាណពីសាច់រឿងរបស់យើងកុំឲ្យលើសដែនកំណត់ព័ត៌មានគឺត្រូវតែពិតកុំឆ្នៃទៅវាយប្រហារគេពាក្យហ្នឹងខ្ញុំបង្កើតក្នុងពេលសង្គ្រាមមែនទេឬក៏ខ្ញុំប្រើប្រាស់នៅក្នុងពេលសង្គ្រាមចំនួនព្រំដែនកុំឲ្យប្រជាជាតិរបស់យើងឆ្នៃរូប AI ទៅវាយប្រហារគេបង្កើតរូបភាពមួយទៅជេរគេបង្កើតរូបភាពកលៃមួយដើម្បីឲ្យប្រជាជនផ្សេងយល់ខុសឃើញទេអាហ្នឹងវាមិនមែនមានបញ្ហាតែឥឡូវទេខ្ញុំនឹកឃើញដល់100ឆ្នាំទៀតខ្ញុំនឹកឃើញដល់200ឆ្នាំទៀតព្រោះអារូទាំងអស់ហ្នឹងពេលដែលយើងធ្វើហើយយើងគិតថាយើងឈ្នះគេយើងបានប្រជាប្រិយភាពឈ្នះគេហូរហើយតែយើងអត់ដឹងទេប្រហែលឆ្នាំក្រោយគេដាក់ពាក្យបណ្ដឹងបាត់ប្រហែលឆ្នាំក្រោយគេមើងងាយយើងបាត់ដោយយើងនេះឯងខ្លាចជាជនចាស់ទុំដែលបានធ្វើឲ្យបូរណភាព digital បូរណភាពព័ត៌មានរបស់យើងនឹងវាហួសដែនកំណត់អញ្ចឹងហេតុអីបានខ្ញុំធ្វើអាហ្នឹងគឺគ្រាន់តែពាក្យមួយហ្នឹងខ្ញុំចង់ឲ្យវាមានភាពស៊ីជម្រៅនៅក្នុងរឿងហ្នឹងដូចពាក្យប្រមាណមុនមិញបើយើងជ្រុលទៅស៊ីត្រាវហើយស៊ីឲ្យមានប្រយោជន៍ទៅបាទអញ្ចឹងអាទាំងអស់ហ្នឹងបើយើងស្ដាប់លេងទៅវាសាមញ្ញតែវាចាក់ឬចាក់គល់តែឲ្យយើងឆ្លោះបញ្ចាំងមកវិញអញ្ចឹងរាល់ពាក្យដែលខ្ញុំយកមកប្រើប្រាស់ភាគច្រើនខ្ញុំចង់ឲ្យគេចាប់អារម្មណ៍ទៅលើពាក្យហ្នឹងហើយបានគិតគូរពីរឿងទាំងអស់ហ្នឹងអញ្ចឹងបកមកវិញមិញអាចបញ្យល់ខុសអីខុសតែគោលដៅខ្ញុំមានតែមួយឯងខ្ញុំចង់ឲ្យមានការរួបរวมនៅក្នុងការប្រើប្រាស់ digital ឲ្យបានប្រសើរតែប៉ុណ្្នឹងហើយបងខ្ញុំចាប់អារម្មណ៍តែងតែចាប់អារម្មណ៍ចង់ស្វែងយល់អំពីរបៀបគិតរបស់មនុស្សម្នាក់មិនថាគាត់ធ្វើការនៅក្នុងអាជីពណាមួយជា content creator ក៏ដោយជាគ្រូបង្រៀនក៏ដោយជាអ្នកធ្វើការនៅក្នុងវិស័យផលិតកុនក៏ដោយចម្រៀងក៏ដោយខ្ញុំតែងតែចាប់អារម្មណ៍ចង់ដឹងពីរបៀបគិតតើសម្រាប់បងជា content creator ជាអ្នកផលិតមាតិកានៅពេលដែលបងគិតអំពីអ្វីមួយចង់ធ្វើអ្វីមួយបងតែងតែចាប់ផ្ដើមពីជ្រុងណាខ្ញុំមើលគេបាទមិនជាមូលហេតុដែលខ្ញុំនិយាយថាខ្ញុំដើរច្រើនព្រោះថាខ្ញុំមកនេះខ្ញុំត្រូវចេះអង្កេតថាចាប់តាំងពីយើងអូសម៉ូតូចេញមកដល់កន្លែងហ្នឹងអង្គុយជជែកគ្នាយើងបានរៀនសូត្រអីគេខ្លះហើយអ្វីដែល relate មួយយើងបាទមួយរយៈនេះឃើញមកខ្ញុំមានពេលនៅក្នុងការសរសេរអត្ថបទដាក់ចូលក្នុង page របស់ខ្ញុំហើយថាអត្ថបទហ្នឹងមកពីណាវា pop out របៀបម៉េចវាចេញមករបៀបម៉េចគឺមកពីអ្នកទាំងអស់គ្នាជាមូលហេតុដែលថាយើងរៀនបំផុតយើងចែករំលែកច្រើនបំផុតគឺយើងអាចរៀនសូត្រច្រើនបំផុតព្រោះថាយើងផុសមួយយើងនឹងឃើញមាន comment តើមកយើងសាកអង្កេតរាល់ comment ទាំងអស់ខ្ញុំគ្រាន់តែមើលឲ្យប្រើអារម្មណ៍នៅក្នុងការឆ្លើយអង្កេតហើយតែយើងបានអីមួយវិញត្រឡប់ពីសាច់រឿងទាំងអស់ហ្នឹងអញ្ចឹងឧទាហរណ៍ថាកាលពីព្រឹកមិញខ្ញុំមកគឺខ្ញុំដឹងតែយឺតដែរអញ្ចឹងគឺយើងត្រូវអង្កេតថាតើមានផ្លូវណាដែលយើងអាចចេញច្រកបានស្រួលបំផុតយើងត្រូវជូនតំណែងមុនអត់យើងត្រូវធ្វើអីមុនអត់អញ្ចឹងគ្រប់រូបភាពដែលខ្ញុំអាចអង្កេតបានគឺខ្ញុំចូលទៅអញ្ចឹងបើសិនជាយើងជាប់ក្រាំងសូមចេញក្រៅហើយសាកមើលរបស់ជុំវិញយើងមិនមែនគ្រាន់តែមើលទេយើងអង្កេតមើលថាអូនៅចិត្តនេះមានចាបយំអញ្ចឹងប្រហែលនៅកន្លែងហ្នឹងបែបមានធម្មជាតិទេបានមានអ្នកមកសិក្សាអ្នកចាបមកសិក្សាចាបហ្នឹងមកយំទៅទេមកជជែកគ្នាមកជជែកដេញដោលអញ្ចឹងយើងសិក្សាបានថានៅកន្លែងហ្នឹងប្រហែលជាធម្មជាតិល្អស្រួលអង្គុយលេងអញ្ចឹងបើយើងចង់បានស្ងប់ស្ងាត់បែបមកកន្លែងហ្នឹងតែចៃដន្យអីគៀកហ្នឹងវាមានសម្លេងឡានម៉ូតូយើងលឺអាហ្នឹងចូលដែរអូខេអញ្ចឹងយើងសិក្សាបានថាកន្លែងផ្លូវហ្នឹងគឺអ៊ូអបើសិនជាខ្ញុំមកគឺខ្ញុំសិក្សាអញ្ចឹងខ្ញុំរៀនមើលបរិយាកាសជុំវិញហើយខ្ញុំ reflect ខ្ញុំអាចរៀនសូត្រអីបានពីសាច់រឿងទាំងអស់ហ្នឹងព្រោះខ្ញុំខុសគេរឿងដែលជាប់គាំងគឺភាគច្រើនគឺយើងនៅមើលកន្លែងតែបើសិនយើងចង់អត់ឲ្យជាប់គាំងតែយើងនៅមួយកន្លែងយើងជាប់គាំងហើយយើងស្គប់ហ្នឹងមែនអត់តែបើសិនយើងប្រឡែងដៃមើលក្នុងដៃយើងពេលយើងប្រឡែងទៅវាជួបបរិយាកាសយើងបើកភ្នែកមកឃើញពលឺយើងបើកភ្នែកមកឃើញសត្វបាំងអីហូរហែអញ្ចឹងគ្រប់ action គ្រប់ frame បើយើងនិយាយពីកាមេរ៉ាគ្រប់ frame ទាំងអស់គឺយើងអាចរៀនសូត្រពីរូបភាពមួយហ្នឹងសូម្បីតែរបៀបនៅក្នុងការកវាសដៃមួយហ្នឹងក៏បើយើងអាចរៀនសូត្របានយើងរៀនសូត្រដែរយើងត្រឡប់ទៅមើលរឿង logical មួយរបស់ខ្លះយើងប្រឹងរៀនពេកពេលខ្លះมันប្រកាសថាយើងអាចចូលទេឧទាហរណ៍ថា Newton គាត់មិនរកឃើញទំនាញដីដោយរឿងចាំបាច់ដោយរឿង
chạy đón nè con cho nó tự đi nó khổm đam pom hay thẹn máu nó bạn còn ổ khơi nhà nó con khả năng bây giờ con sao chỉ điều hộp sắp thế nam mời nè là dương do nó mà út thì họ cho bờ sân chia dương riêng mấy cái đó rồi bởi dương tranh máu rồi còn dương trong sắc xa bị giảm bắt tội dương tranh máu hem rồi lốp yến vô tầng ớt nâng màu chẳng tao lọc mình hướng để nhóm trong oi để tham hẹn ấy bạn chia dương ai sắc xa bị trung bình bán sẽ nhóm cứ tranh máu riêng ông pi đầm nơi ca tăng pi tờ bốn là hộ đỏ chọc hiên ổng kết nó sẽ hưởng tầng ớt nâng chẳng cứ dương ba yến sốt tăng pi đôi gì mà nhớ ôi chụp nhóm miệng ăn ở trí là tham vào bốn đấy chắc những bờ mất đang tham vào bốn nó xa đây gì còn hộp cà phê rồi có quạt dây rồi có cả lực đặt rồi có cả ấy tao nó nhóm ai hiện sôi bàn rồi bây giờ ban khơi một thôi nè thót ủa xe đó hình giống dương thở thơm mệt dương thở thơm mấy con sợ ghế con sợ gìงี้chứ là tao nó cứ xem nhóm cứ dương hiện cho môi nâng nẹt trung bình hiện cho môi nâng phải giả cả hiện cho môi nâng pan đây hiện nâng là bỏ đây dương trung bình bỏ dương muốn để ao sập hơi này tao này á cứ bộ quát sao ta hiện trung bình hay bàn vô trộm một con sập hơi dương bàn á chẳng đôi khi này hiến cho môi nâng nẹt trung bình ăn nâng ăn ao dương chọp kèng dạ miên hướng mới tiết đâu hướng sẽ cái tầm phong là bấy này hướng nẹt trao tú hay nâng mình đứt cái nhé anh nâng cái nhé khi hiến cho môi cái này dương ăn qua thà quát nẹt trao tú rồi mình đứt rồi mình đứt này nâng cứ dương hiến sốt ban cái này từ bên tầm màu dương đã chập vào đóng khuôn này tha dương nước ăn không ấy sao mồ dẹp ta kia mình nè nó vậy ta hưởng bọc kia cái gì hưởng xây nè dương dẹp phải chập sầm lên mình nè nâng bán đôi bài như reflect chứ nhóm vậy thì nhóm này té reflect tới bà pùng chút đài chung anh ấy đôi chỗ sẽ hưởng dương anh ấy đôi dương hiển sốt bán thế biết nhóm này sao bón phơi dân mở càng kề bà ở con chợt bong môi tiết đó chưa xô bằng ai món chả chối mót chả chối cất chả trăng xúa món ban chuột kia mà đông dù đài bong nó nhóm tay để chập ở đó sầm nua môi để nhóm thọp xua gas mình roll gas đây còn tay behind the scene nhóm thọp xua bong ai thì dùng mình này sẽ đây sọc đứa con sập hẹn mình cô to luôn nó không được phép bà mày xem nhóm anh ấy vi hưởng to luôn mình nè chẳng sẽ đây sọc bỏ bộ cô khó nè xem nhóm sẽ đây sọc vì miền sẽ đây sọc dương hái sẽ đây sọc ao nè chung với ao dương miền sẽ đây sọc tiền phải vô vào tham bà này nhưng mua họ tham mình con ao này dùng sẽ đây sọc cứ ở vậy để con ao con sải đi vậy còn họ đó chứ mình con sải con trai lui sảiแต่con sải mền con sải chết áแต่con sải tầm này ấy cho bờ sân chia dương trô ta cả lại muối con sải chuyên nè chung với những sải vì ai thưa con miền cà phê tông kịch thiệt sải và con trên bờ sân là dương ai hồ thì dùng mình ấy để oi khúc kia trở lọt vào hông thiệt sải tầng ốc kia nữa hay oi mau dương sải đã chắc là nó miền hay chẳng công sải dương vậy xuống đập chắc xem nhóm thiệt sải đi ấy vì từ lừa một cô muối tại dương ai frame tầng ốc nó ban là bị mệt vì ớt khóc này chỉ muốn biết thay sạch đây sọc sạch đây sập hẹp một cô là biết mệt sập hẹp một cô về miền pì sập hẹp một cô dương luôn này hai nương sập hẹp một cô nẹt chẳng công chung với dương được như thế này chẳng xem nhóm ấy nè chẳng xem nhóm phim sải đi ấy xem nhóm dương ai hộ luôn ai dương che hộ vì thí hộ luôn ai thay dương sải kỳ rồi nhóm sải nâng chay rồi về chúng này đăng mùi ok chay về cho nên nhóm sải họ thì che họ thì vô lên thì té hưởng mối tiết để nhóm ăn toán chắc cứ tại oi nè chung với dương cho bộ pôn dương bà dương sải tầm này anh quạt xe tới thêm mày dương thở tại hố sẽ cái đây sải đi kịch room nam muối để chẳng quát chẳng gì chẳng hay ban cục này ban chay rụng lê pe về mà chừng luôn này cục như dễ thá chừng này pe to luôn mối xẹp của sàng anh nói anh đôi khi đo phép sải mà phát này từ can phụ xẹp đẹp xen tiện đại chẳng nhóm ăn ai rồi cô mình men trên này ai kể tê từ lơ ca với nhị hưởng rồi cô đang ăn này còn té hưởng bao nhóm cứ xẹp ca dùng bên này để phép sải đi nên xẹp một cố thì mối to luôn thì pi cứ nẹt chung bên gì anh nhóm ai ao thành ra sải chất đi một khi vậy tới cho sầm rong ắt che chop anh ấy nhóm sải hay quát có sải đó cứ sải đây chứ ok anh ấy cái sải cún chẳng từ lâu mình phim sải đi ấy dương che bàn chay luôn ấy hay bởi dương sải đi tầm này ấy ắt cron này thở ao nẹt chung với sải đi ấy hay nẹt chung với nâng ao nẹt chung với sải đi ấy dương sạ sải mai tham bát dương
ធ្លាប់ជាប់ចំណាត់ថ្នាក់ប្រទេសដែលរស់រាយមែនទេចុះបើជាប្រទេសសបាយទៀតយើងសាកនាំភាពសបាយរីករាយទៅគ្រប់គ្នានាំ energy នាំធម៌ពលទៅគ្រប់គ្នានាំភាពវិជ្ជមានទាំងអស់គ្នាខ្ញុំគិតថានេះហើយគឺជានិយមន័យសបាយបំផុតដែលគ្រប់គ្នាចង់បានខ្ញុំចង់ដឹងបន្តទៀតតកតងអំពីពេលវេលាមួយដែលពួកយើងទាំងមូលនៅក្នុងប្រទេសកម្ពុជាជាជនខ្មែរយើងបានឆ្លងកាត់គឺពេលវេលាដែលយើងប៉ះគ្នាជាមួយនឹងប្រទេសជិតខាងមួយហ្នឹងខ្ញុំបានឃើញបងចេញនៅវីដេអូខ្លះដែលជាការខិតខំប្រឹងប្រែងផងបងក្នុងការចែកម្លែកក្នុងការដាស់តឿនក្នុងការរំលឹកទៅដល់ប្រជាជនខ្មែរយើងទៅលើការប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រយោជន៍ឲ្យមានប្រសិទ្ធភាពតើសម្រាប់បងការឆ្លងកាត់អារម្មណ៍ផ្លូវចិត្តផងបងក្នុងនាមបងជាអ្នកបង្កើតមាតិកាមួយរូបតើបងអាចបង្ហាញអំពីអ្វីដែលនៅពីក្រោយផ្លូវចិត្តផងបងនៅពេលហ្នឹងក្នុងកំឡុងពេលដែលមានបញ្ហាចម្រូងចម្រាសដំបូងឡើយខ្ញុំអត់គិតថាវាធំអញ្ចឹងទេគិតថាវាមិនអាចទៅដល់ហ្នឹងទេយើងបានឆ្លងកាត់ផុតរាប់សិបឆ្នាំហើយតាំងពីជំនាន់ពុកម្ដាយរបស់យើងឆ្លងកាត់បានតិចតួចអញ្ចឹងទៅខ្ញុំអត់គិតថាវានឹងត្រឡប់មករឿងអញ្ចឹងវិញទេតែពេលដែលចាប់ផ្ដើមចូលតិចម្ដងរហូតដល់ផ្ទុះអាវុធរហូតដល់មានអ្នកស្លាប់រហូតដល់មានការរុករានរន្ទ្រានរហូតដល់មានការជ្រៀតជ្រែកនៅក្នុង digital នៅក្នុងអីហ្នឹងទៅខ្ញុំគិតថានេះគឺជាបញ្ហាយើងកំពុងតែជួបប្រទះនៅបញ្ហាដ៏ធំហើយដែលរួមគ្នាតែកំឡុងពេលហ្នឹងរៀងតក់ស្លុតមួយចំនួនដោយសារតែឪពុកម្ដាយខ្ញុំបងប្អូនរបស់ខ្ញុំបងរបស់ខ្ញុំនៅគៀកព្រំដែនដែរបើនិយាយទៅគឺជិត50គីឡូអញ្ចឹងគាត់ត្រូវភៀសខ្លួនបន្ទាយមានជ័យបាទខ្ញុំបន្ទាយមានជ័យគាត់ត្រូវភៀសខ្លួនមកអញ្ចឹងខ្ញុំទី1ខ្ញុំត្រូវបារម្ភគាត់ឲ្យគាត់ត្រូវឡើងមកឬក៏គាត់មានការបំរុងទុករឿងអីខ្លះមួយចំនួនអញ្ចឹងទៅអាហ្នឹងមួយផ្នែកទៅលើសុវត្ថិភាពផ្ទាល់មួយអ្នកផ្ទះដែរអញ្ចឹងបងប្អូនចដូនមួយអ៊ំពូមីងមួយចំនួនភៀសខ្លួនមកខាងសៀមរាបចិត្តដល់សៀមរាបអីហោហែអញ្ចឹងយើងតាមដានព័ត៌មានសកម្មភាពអីហោហែអញ្ចឹងអាហ្នឹងគឺជាក្តីបារម្ភមួយដែលអាចវាបហាមកលើទឹកចិត្តយើងមួយចំនួនបញ្ហាផ្លូវចិត្តយើងមួយចំនួនដែររឿងសុវត្ថិភាពយើងមើលឃើញអានឹងមើលឃើញបកមករឿងកត្តាមួយទៀតពេលហ្នឹងគ្រប់គ្នានឹងត្រូវពុះកញ្ជ្រោលថាតើយើងអាចជួយអីគេបានខ្លះនៅក្នុងស្ថានភាពទាំងអស់ហ្នឹងគ្រប់គ្នានឹងជួយក្រោមរូបភាពតាមដែលអាចធ្វើទៅបាននិងលទ្ធភាពដែលយើងមានកាលនោះខ្ញុំគឺយើងអាចនិយាយបានថាជាអ្នកផលិតមាតិកាអញ្ចឹងយើងអាចជួយឲ្យបានខ្លះនៅក្នុងបច្ចេកទេសពេលដែលយើងចាប់ផ្ដើមមានរឿងហ្នឹងខ្ញុំចាប់ផ្ដើមគិតឲ្យថាតើវាជាអត្តពលអីខ្លះនៅក្នុងចន្លោះដែលយើងថាយើង cover ឧទាហរណ៍រឿងបច្ចេកវិទ្យារឿង technology រឿងអីយើងត្រូវគិតគូរពីទាំងអស់ហ្នឹងព្រោះយើងអត់អាចទៅជួយស្បៀងអីមួយចំនួនអត់មានពេលច្រើនអីហ្នឹងទេអញ្ចឹងយើងមួយថ្ងៃអង្គុយតាមដាននៅលើ digital ហើយយើងរំពឹងថាខ្លួនឯងជួយឲ្យបានខ្លះអញ្ចឹងយើងចាប់ផ្ដើមបំបែកឲ្យទាំងអស់ហ្នឹងអញ្ចឹងបើទី1បើនិយាយរឿងផ្លូវចិត្តប៉ះតែមិនជាប៉ះឲ្យយើងកាំងធ្វើអត់កើតទេតែប៉ះឲ្យយើងបានត្រៀមទុករាល់ការជួយនៅក្នុងការងារទាំងអស់ហ្នឹងតាមលទ្ធភាពដែលអាចទៅបានអញ្ចឹងខ្ញុំអាចនិយាយបានពីរក្នុងហ្នឹងទី1ខ្ញុំជួយតាមបច្ចេកទេសហើយជាមួយនឹងការជួយណែនាំអញ្ចឹងបច្ចេកទេសសឹងតែនិយាយអត់កើតទេព្រោះដោយសារតែវាបច្ចេកទេសពេកដែលជួយទៅរឿងផែនទីរឿងការវាយប្រហាររឿង digital មួយចំនួនអញ្ចឹងទៅហើយខ្ញុំត្រូវគិតថាតើអាទាំងអស់ហ្នឹងវាជាអត្តពលអីគេខ្លះទៅលើដានជើង digital វាមានបញ្ហាអីខ្លះដែលតាក់ទងជាមួយនឹងរូបភាពមិនល្អថ្ងៃក្រោយខ្ញុំគិតពីយុទ្ធសាស្ត្រច្រើនដែរមួយចំនួនដែរតែអ្វីដែលខ្ញុំចង់ឃើញបំផុតហ្នឹងគឺអ្វីដែលខ្ញុំអាចធ្វើឲ្យគេឃើញរូបភាពហ្នឹងគឺខ្ញុំត្រូវតែណែនាំអំពីរបៀបនៅក្នុងការសុវត្ថិភាពលើ digital ទាំងគេយកប្រើយុទ្ធសាស្ត្រហើយនឹងយើងខ្លួនឯងហ្នឹងធ្វើម៉េចដើម្បីកុំឲ្យខូចខាតនៅលើ digital គេវ័យ physical វាមានបញ្ហាទេតែយើងនៅក្នុង digital នេះយើងត្រូវធ្វើអីគេខ្លះដើម្បីកុំឲ្យមានបញ្ហាទាំងអស់ហ្នឹងអញ្ចឹងត្រឡប់មកវិញបើរឿងផ្លូវចិត្តអត់សូវប្រហែលទេប៉ុន្តែវាទៅជាទឹកចិត្តពុះកញ្ជ្រោលមួយផ្នែកដើម្បីឲ្យ
រុញទឹកចិត្តឲ្យយើងជួយអញ្ចឹងហើយបានជាក្នុងនឹងឃើញមានពីរផ្នែកសំខាន់អ្នកមួយចំនួនឃើញតែខ្ញុំនិយាយអំពីតាក់ទងជាមួយនឹងធ្វើមិនសវត្ថិភាពនៅពេលដែលអញ្ចឹងនៅពេលដែលយើងប្រើ digital យើងអាចជួយក្នុងនាមជាប្រជាពលរដ្ឋធម្មតានៅក្នុង digital របៀបម៉េចណែនាំទាំងអស់នឹងមួយផ្នែកហើយមួយផ្នែកទៀតខ្ញុំជួយផ្នែកបច្ចេកទេសទៅលើរឿងស៊ីជម្រៅរឿងផែនទីរឿងអីមួយចំនួនអញ្ចឹងទៅអញ្ចឹងត្រឡប់មកវិញក្នុងកំពែសង្គ្រាមមានតែបញ្ហាពីរទេគឺរឿងអ្នកផ្ទះបារម្ភអានឹងបារម្ភហ្មងចេះតែ call ឲ្យគាត់ឡើងមកភ្នំពេញតែគាត់គឺអត់ទេហើយណាមួយយើងខ្លាចគាត់អ្នកធ្លាប់ទទួលផលប៉ះពាល់ពីសង្គ្រាមពីដើមអញ្ចឹងអាហ្នឹងវាហានិភ័យសម្រាប់គាត់អញ្ចឹងណាអាចធ្វើឲ្យគាត់ជាប់គាំងជាប់អីដិតដាមរបស់គាត់អញ្ចឹងទៅយើងមិនមែនជាអ្នកដិតដាមផ្ទាល់ទេគាត់ជាអ្នកដិតដាមផ្ទាល់ចិត្តរបស់គាត់អញ្ចឹងអ្វីដែលខ្ញុំបារម្ភគឺពួកគាត់ភាគច្រើនជាងសាកសម័យថាខ្ញុំចាំបានថាខ្ញុំពីទូចធ្លាប់ស្ពាយមួយបងខ្ញុំរត់តាមភូមិរត់អីនៅឡើយនៅដិតដាមមិនឃើញច្រើនទេយើងទូចចុះបើយើងគាត់ឲ្យជួបផ្ទាល់អញ្ចឹងគាត់ឃើញរូបភាពនឹងលឺសលេងអីច្រើនអីចឹងទៅអញ្ចឹងយើងបារម្ភហើយតែរឿងមួយទៀតយើងអាចជួយផ្នែកណាមួយនៃប្រទេសជាតិអញ្ចឹងយើងទី1យើងបារម្ភពីគ្រួសារទី2យើងជួយប្រទេសជាតិយើងតាមរូបភាពអីអញ្ចឹងហើយបានជាឃើញខ្ញុំរៀងសកម្មដែរនៅក្នុងបណ្ដាញសង្គមដើម្បីជួយជាបច្ចេកទេសសម្រាប់ប្រជាជនយើងកុំឲ្យគាត់ដើរផ្លូវខុសក្នុង digital ព្រោះជាធម្មតាតែយើងធ្វើសាច់រឿងមិនល្អវាអាចធ្វើជាអត្តពលមិនល្អនៅក្នុងការសម្រាប់ដំណោះស្រាយនឹងបាទអរគុណបងបន្តទៀតខ្ញុំចង់ភ្ជាប់ពីអ្វីដែលជាការឆ្លងកាត់ផងបងក្នុងនាមជាអ្នកផលិតមាតិកាផ្ដោតទៅលើផ្ដោតខ្លាំងមែនតើហើយជួយប្រជាជនច្រើនខ្ញុំជឿច្បាស់ហ្មងអំពីចំណេះដឹងទៅលើផ្នែក digital នៅក្នុងពេលដែលយើងមានការប៉ះគ្នាជាមួយនឹងប្រទេសជិតខាងមួយហ្នឹងខ្ញុំចង់ដឹងថាការឆ្លងកាត់របស់បងការមើលឃើញរបស់បងទៅលើអ្វីដែលប្រជាជនយើងឆ្លងកាត់រួមគ្នាហ្នឹងបងបានរៀនសូត្រអីគេដែលជាមេរៀនធំចេញពីបទពិសោធន៍ដែលបងមើលឃើញប្រជាជនយើងឆ្លងកាត់នៅក្នុងពេលហ្នឹងមានពីរខ្ញុំនិយាយពីអំពូមីងចាស់គាត់បានស្ដាប់ក្មេងៗច្រើនជាងមុនតាមរយៈមាតិកាតាមរយៈសាច់រឿងមួយចំនួនដែលយើងដឹងហើយអំពូមីងចាស់ពេលខ្លះគាត់ពិបាកទទួលយកក្មេងៗមតិយោបល់មួយចំនួនណាតែកំឡុងពេលហ្នឹងដើម្បីឲ្យបានរូបភាពរួមគ្នាគឺគាត់បានស្ដាប់គាត់បានទទួលយកគាត់បានធ្វើគាត់បានអនុវត្តគាត់បានរួមគ្នាគាត់បានដើរតាមអ្វីដែលយើងបានណែនាំគឺបងប្អូនជំនាន់ក្រោយឧទាហរណ៍ថាអ្នកផលិតមាតិកាប្រាប់ឲ្យថាចេះវាអត់ត្រូវទេវាមានបញ្ហាចេះមូលហេតុអញ្ចឹងគាត់ធ្វើតាមហ្នឹងគេរឿងរូបភាពមួយដែលយើងបានឃើញទី2គឺបងប្អូនហើយនឹងរូបភាពទាំងមូលខ្ញុំបានឃើញDNA អត្តសញ្ញាណជាតិយើងរួមគ្នាមួយកំឡុងពេលហ្នឹងបោះចោលទាំងអស់ហើយអ្នកមានអ្នកក្រអ្នកមិនចេះដឹងសំទោសអ្នកដែលគាត់មានលទ្ធភាពតិចតួចអ្នកដែលអត់យល់អីសោះអ្នកដែលមិនក៏ដោយគឺរួមគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីរួមគ្នាក្នុងការធ្វើរឿងទាំងអស់ហ្នឹងអញ្ចឹងអ្វីដែលខ្ញុំឃើញទី1គឺយើងរួមគ្នាហាក់បីដូចជានាំបើខ្ញុំសម័យដល់អ្វីខ្ញុំនឹកឃើញគឺយើងនឹកឃើញដល់សម័យអង្គរនឹកឃើញដល់ការរួបរួមនឹកឃើញដល់ការចូលគ្នានៃជាតិសាសន៍មួយរបស់យើងហ្នឹងគឺបានធ្វើរួមគ្នាដ៏អស្ចារ្យមែនទែនខ្ញុំចង់ឃើញព្រលឹងហ្នឹងខ្ញុំចង់ឃើញរូបភាពហ្នឹងកើតឡើងគ្រប់ពេលទាំងអស់ទោះបីជាអត់មានសង្គ្រាមក៏ដោយអាហ្នឹងគឺជាអ្វីដែលខ្ញុំឃើញហើយអាហ្នឹងហើយដែលខ្ញុំគិតថាគ្រប់គ្នាក៏មើលឃើញដូចគ្នាដែរបាទអរគុណបងឆ្លងកាត់រឿងរ៉ាវដ៏ធំមួយនេះដែលយើងឆ្លងកាត់រួមគ្នាជាប្រជាជាតិមួយទៅមុខទៀតតើបងគិតថាអ្វីទៅដែលគួរតែជារឿងចាំបាច់សម្រាប់បងប្អូនប្រជាជនយើងដែលរស់នៅក្នុងសម័យ digital ហើយ AI ចូលមកខ្លាំងមែនតើនេះត្រូវតែរៀបចំខ្លួនឯងត្រូវតែធ្វើបានច្រើនជាងមុនតើអ្វីខ្លះដែរបងពង្រឹងសមត្ថភាព
ខ្ញុំគិតថាពេលដែលយើងបានរៀនសូត្រតាំងពីសង្គ្រាមតាំងពីយើងឃើញរូបភាពដែលយើងបានធ្វើជុំគ្នាយើងដឹងថាសមត្ថភាពនិងលទ្ធភាពដែលគ្រប់គ្នាបានជួយអីគេខ្លះដឹងឆ្លោះបញ្ចាំងខ្លួនឯងហើយថាអូយើងពិតជាខ្សោយផ្នែកនេះហ่ะប្រជាជាតិរបស់យើងប្រជាជនកម្ពុជាអីយើងគឺពិតជាត្រូវការហ្នឹងដើម្បីក្នុងកំឡុងពេលដែលយើងត្រូវហួរពុំគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់បានខ្ញុំចង់ឃើញគឺអភិវឌ្ឍសមត្ថភាពខ្លួនឯងគ្រប់គ្នានឹងមានអារម្មណ៍ថាខ្ញុំស្ដាយបង្កើននឹងខ្ញុំធ្វើអានេះខ្ញុំមានអានេះខ្ញុំចេះអានេះខ្ញុំអាចជួយបានច្រើនណាបាទខ្ញុំអត់អាចទៅសមរភូមិតែខ្ញុំមានលទ្ធភាពក្នុងការធ្វើអានេះលទ្ធភាពក្នុងការធ្វើអាហ្នឹងអញ្ចឹងវាអាចជាការឆ្លុះបញ្ចាំងមួយថាប្រសិនបើយើងមានគុណភាពនៅក្នុងការជួយតាមរយៈចំណេះដឹងតាមរយៈហិរញ្ញវត្ថុយើងឃើញអ្នកខាងថាបើខ្ញុំមានលុយយ៉ាងហ្នឹងប្រហែលជាល្អអញ្ចឹងឲ្យគាត់នឹងប្រឹងរកស៊ីបើខ្ញុំមានចំណេះដឹងខ្ញុំអាចជួយអានេះបានអញ្ចឹងឃើញអញ្ចឹងវាអាចឆ្លុះបញ្ចាំងថាអូគ្រប់គ្នាគឺត្រូវការហ្នឹងត្រូវការលទ្ធភាពសមត្ថភាពទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលគ្រប់គ្នាបានរៀនសូត្រហើយពង្រឹងសមត្ថភាពទាំងអស់គ្នាសូម្បីតែខ្ញុំក៏ដោយខ្ញុំគិតថាអូខ្ញុំគួរតែមានលើសពីនឹងដើម្បីខ្ញុំអាចជួយទៅគ្រប់គ្នាបានអញ្ចឹងផ្ដាំទៅបងប្អូនរៀមច្បងមួយចំនួនពេលដែលយើងបានរៀនសូត្រនឹងហើយគ្រប់គ្នាដែលសង្ងំសុខដែលសង្ងំ comfortable zone ឬក៏ស្អីហ្នឹងប្រហែលជាចេញមកមិនមែនចេញដើម្បីតែខ្លួនឯងទេគឺចេញសម្រាប់ប្រទេសជាតិមកបាទអរគុណមែនតើបងដំណឹងល្អដែលខ្ញុំទៅមិនឃើញបងផុសដែរគឺបងត្រូវបានកម្មវិធីមួយអញ្ជើញទៅដល់ប្រទេសសិង្ហបុរីនៅចុងខែកក្កដានេះបាទជាកម្មវិធីមួយដែលបងបាន behind the scene បងបានប្រាប់ខ្ញុំខ្លះបងអាចប្រាប់ទស្សនិកជនដែលកំពុងមើលវីដេអូបានថាកម្មវិធីនឹងឈ្មោះគេហើយបងទៅដើម្បីគោលបំណងអ្វីដែរបាទមែនតើទៅសហគមន៍ខ្ញុំទៅនេះគឺទៅក្នុងសហគមន៍របស់ Google ដែលជាផ្នែកមួយរបស់ផែនទី Google ផែនទីឬក៏ Google Map ដែលគ្រប់គ្នាស្គាល់នឹងអញ្ចឹងនៅ Google គេមាន program ច្រើនមែនតើហ្មងតែក្នុងនោះគឺមានសហគមន៍ Google មួយដែលគេធ្វើការជួបជុំអ្នកសហគមន៍ទាំងអស់ទូទាំងពិភពលោកហ្មងពីដើមឡើយគេធ្វើនៅសហរដ្ឋអាមេរិកតែក្រោយមកគេបំបែកជាផ្នែកតូចទៅ region អញ្ចឹងក្នុងឆ្នាំនេះគេមាន3ទីតាំងមាននៅសិង្ហបុរីមាននៅ2 region ទៀត2ទីតាំងផ្សេងទៀតដែលខ្ញុំភ្លេចឈ្មោះបាត់ហើយអញ្ចឹងនៅក្នុងសិង្ហបុរីនេះគេនឹងអញ្ជើញមនុស្សប្រហែលជា50នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ឥណ្ឌារហូតដល់ប៉ាគីស្ថានអីហូហែហ្នឹងចូលទៅជួបគ្នាដើម្បីចែករំលែកដើម្បីរៀនសូត្រអំពីបទពិសោធន៍ទាំងអស់ហ្នឹងនៅក្នុងប្រទេសកម្ពុជារបស់យើងមនុស្សអញ្ជើញបាន2នាក់មានក្នុងនោះមានខ្ញុំហើយនិងអ្នកម្នាក់ទៀតដែលនៅក្នុងសហគមន៍នឹងដែរជាលក្ខណៈលើសគេបន្តិចខ្ញុំត្រូវបានគេអញ្ជើញជាវាយក្មិនដើម្បីចែករំលែកអំពីបទពិសោធន៍នៅក្នុងប្រទេសកម្ពុជាយើងហើយនឹងការធ្វើឲ្យរីកផុសផុលក្នុងសហគមន៍នៃប្រទេសកម្ពុជារបស់យើងអញ្ចឹងវាជាឱកាសដែលយើងបាននាំផែនទីស្រុកយើងទៅកាន់ពិភពលោកតាមរយៈ Live Connect ដែលជាកម្មវិធីរបស់គេហ្នឹងហើយកម្មវិធីហ្នឹងធ្វើនៅសិង្ហបុរីនៅ Office Google ហ្មងដែលមាន Google គឺជាអ្នក lead program ទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំក៏ពិតរឿងហ្នឹងមិនមែនសុកវាចេញរូបរាងគេអញ្ជើញខ្ញុំបានធ្វើរឿងហ្នឹងរាប់សិបឆ្នាំមកហើយរ៉ាក់ជួយអីចឹងទៅហើយសាច់រឿងហ្នឹងគឺគ្រាន់តែក្នុងផែនទីឯងមានឲ្យយើងធ្វើមិនក៏ដោយឲ្យផែនទីនៅក្នុង Google Map វាមានភាពប្រសើរក៏ពិតរឿងហ្នឹងស៊ីជម្រៅធ្លាប់ជជែកលេងមួយចំនួនដែលតាក់ទងជាមួយនឹងការផែនទីវាអាចជួយបានខ្លះតាំងពីរឿងទេសចរតាំងពីរឿងសេដ្ឋកិច្ចតាំងពីរឿងរស់នៅប្រចាំថ្ងៃគឺច្រើនមែនតើអញ្ចឹងសម្រាប់ខ្ញុំ Google Map គឺជាសហគមន៍មួយដ៏ធំក្នុងការជួយសេដ្ឋកិច្ចក្នុងការជួយសាច់រឿងមួយចំនួននៅក្នុងប្រទេសកម្ពុជារបស់យើងដែលអាចឲ្យមានភាពប្រសើរឡើងនៅក្នុងនោះអញ្ចឹងពីខ្ញុំបាន contribute អាហ្នឹងរហូតដល់គេ invite តែបញ្ជាក់ខ្ញុំមិនមែនជាបុគ្គលទី1ទេមានអ្នករៀមច្បងដែលគាត់ធ្លាប់បានទៅចូលរួមច្រើនដងរាប់សិបឆ្នាំមកដែរហើយតែគ្រាន់ថាអាចថាគាត់ចូលរួមជាអ្នកចូលរួមធម្មតាហើយខ្ញុំពិសេសដែលគេចាប់អារម្មណ៍ហើយគេចង់ឲ្យខ្ញុំទៅចែករំលែកអំពីបទពិសោធន៍ទាំងអស់ហ្នឹងដែរខ្ញុំពេលដែលឃើញបងផុសពីកម្មវិធីហ្នឹងហើយដឹងថាបងមានកម្រងត្រូវទៅចូលរួមកម្មវិធីមួយនេះខ្ញុំរំភើបជំនួសហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនតើពីព្រោះវាគឺជាឱកាសដូចបងលើកឡើងមុនហ្នឹងអញ្ចឹងគឺជាឱកាសដែលបងត្រូវបានគេ invite មិនមែនគ្រាន់ចូលរួមជា participant អ្នកចូលរួមធម្មតាប៉ុន្តែមានឱកាសក្នុងការនៅទៅដល់លើវេទិកាជាន់ជាមួយវាគ្មិនផ្សេងហើយបាននឹងមានឱកាសក្នុងការចែករំលែកអំពីអ្វីដែលជាបទពិសោធន៍របស់បងក្នុងនាមជាប្រជាជនកម្ពុជាម្នាក់
ទៅលើឆាកអន្តរជាតិមួយហ្នឹងអញ្ចឹងខ្ញុំរំភើបចំនួនបងហើយសង្ឃឹមថាវាគឺជា platform មួយដែលតាមរយៈបងនឹងផ្ដល់នៅអត្ថប្រយោជន៍ច្រើនខ្លាំងដែលគេនឹងស្គាល់ដែលគេនឹងផ្ដល់តម្លៃច្រើនថែមទៀតអំពីកម្ពុជាយើងបន្តខ្ញុំចង់ដឹងអំពីកម្មវិធីមួយដែលទៅតែឃើញបងផុសថ្មីទេគឺរៀនចែក IT 2.0 អូខេខ្ញុំបានមើលវីដេអូមួយហ្នឹងដែរបងបាននិយាយអំពីអតីតកាលដែលបានចាប់ផ្ដើមសហគមន៍មួយហ្នឹងហើយឥឡូវចាប់ផ្ដើមឡើងភាសាទៀតបងអាចនិយាយអំពីប្រវត្តិហើយនឹងដំណើរនៃការចាប់ផ្ដើមឡើងវិញបានអត់មែនតើក្រុមហ្នឹងអាចថាជាសាច់រឿងដំបូងបំផុតដែលជួយជំរុញជាកាតាលីករសម្រាប់ឲ្យខ្ញុំបានភ្ជាប់តំណែងទៅកាន់មនុស្សច្រើនជាងត្រឡប់ទៅកាលពីឆ្នាំ2010 11ខ្ញុំនៅខេត្តនៅឡើយទេហើយដែលខ្ញុំទៅបណ្ណាល័យបានស្ដាប់ពីដំបូងហ្នឹងខ្ញុំទៅបណ្ណាល័យគឺពេលឱកាសហ្នឹងហើយដែលបានខ្ញុំស្គាល់បណ្ដាញសង្គមពេលដែលខ្ញុំស្គាល់បណ្ដាញសង្គមមានក្រុមមួយដែលជាសហគមន៍ទូចមួយគ្រាន់តែជាក្រុម Facebook មួយចែកគ្នានិយាយ IT គឺគ្រប់គ្នាឆ្ងល់ពួកយើងរៀន IT អ្នកណាឆ្ងល់អ្នកណាអត់យល់អ្នកណាអត់ចេះសំបីតែរឿងអាដកឌុយដែលខ្ញុំមិញហ្នឹងនិយាយមិញហ្នឹងក៏ពេលខ្លះអ្នកមួយចំនួនសាកថ្មអត់ចូលអញ្ចឹងគឺទៅស៊ូក្នុងហ្នឹងអញ្ចឹងអូបាទអញ្ចឹងយើងអ្នកណាចេះអ្នកណាជួយអ្នកណាយល់អំពីរឿងទាំងអស់ហ្នឹងក៏ជួយឆ្លើយគ្នាទៅប៉ុណ្ណឹងវាដូចជាសហគមន៍គ្រួសារមួយដែលយើងនិយាយពី IT ហើយជួយគ្នានៅក្នុងការដោះស្រាយរឿងទាំងអស់ហ្នឹងឯងក្នុងកំឡុងពេលប្រហែលឆ្នាំគឺគ្រប់គ្នាគឺស្គាល់ group ហ្នឹងបានស្គាល់ group ហ្នឹងហើយបានជួយដោះស្រាយគ្នាច្រើនមែនទែនទៅរឿង IT ដល់គ្រប់គ្នាអ្នកមួយចំនួនអត់ចេះ IT ក៏ចូលទៅសួរហ្នឹងអ្នកចេះ IT ក៏សួររឿងបច្ចេកទេសល្អមែនទែនដែលខ្ញុំបានឃើញទឹកចិត្តមួយដែលប្រើប្រាស់ពីគ្មានច្រកល្ហកនៅក្នុងការសួរគ្នាខាងក្រៅតែបានបង្កើតជាច្រកល្ហកមួយនៅក្នុងការជជែកគ្នាក្នុងការចែករំលែកគ្នានៅក្នុង Facebook ល្អមែនទែនអញ្ចឹងវាក៏ដើររហូតដល់មានឱកាសនៅក្នុងការជួបគ្នាខាងក្រៅមានថាមិនត្រឹមតែសហគមន៍ក្នុងហ្នឹងទេយើងបង្កើតបានជា event ជួបគ្នានៅហាងកាហ្វេសំណេះសំណាលគ្នាផ្ទាល់រៀនសូត្រពីគ្នាស្គាល់គ្នាស្និទ្ធស្នាលរហូតដល់បង្កើតថាអូបើយើងធ្វើអញ្ចឹងអត់ទាន់គ្រប់ទេចុះបើយើងធ្វើ event មួយតូចទៅអញ្ចឹងយើងក៏បង្កើតជា event តូចៗដូចជា open event យើងជួបរោអ្នកក្នុងហ្នឹងអ្នកណាគេចេះអីអ្នកចេះអីគេចេះ computer Linux ចេះសហគមន៍អីចឹងណាមកជួយចែករំលែក1ម៉ោងដូចជាស្រុកគ្នាដូចជាចឹងថាយើងជាសហគមន៍មួយដែលយើងអត់ខ្វល់ថាអ្នកឯងមានអ្នកឯងក្រអ្នកឯងមានអីដាក់លើតុហើយចែករំលែកទៅមនុស្សច្រើនគ្នាផ្សេងទៀតដែរដែលគេកំពុងតែត្រូវការពួកក្នុងកំឡុងពេលឆ្នាំនោះវាអាចរីករាលដាលដូចឥឡូវវាសម្បូរស្អីច្រើនអញ្ចឹងយើងត្រូវតែបង្កើតអានឹងច្រើនអញ្ចឹងវាអស់ទៀតកាលហ្នឹងយើងទៅសុំសាលាបានយើងអញ្ជើញអ្នកនេះបានអញ្ជើញអ្នកនោះបានវាហាក់បីដូចជារូបភាពដ៏ផូរផង់សម្រាប់អ្នក IT សម័យនោះអញ្ចឹងបាទអញ្ចឹងក៏កើតរឿងមួយដែលអាចថាសម្រាប់ខ្ញុំគឺជាយុគមាសសម្រាប់ខ្ញុំហើយមានន័យថាយើងបានរៀនសូត្រច្រើនមនុស្សច្រើនខ្ញុំបានស្គាល់ច្រើនខ្ញុំប្រាប់រឿងមួយពីក្រុមហ្នឹងរហូតដល់មានអ្នករីកណៃខ្ញុំមានអ្នកស្គាល់ខ្ញុំច្រើនហើយខ្ញុំក៏បានឱកាសការងារចេញពីក្រុមនេះថាអូអ្នកឯងសម្របសម្រួលក្រុមហ្នឹងខ្ញុំចាប់អារម្មណ៍អ្នកឯងមកធ្វើការមួយខ្ញុំតាក់ទងមួយបណ្ដាញសង្គមហ្នឹងមកជួយផ្សព្វផ្សាយជួយធ្វើអីជាសហគមន៍នៅភ្នំពេញក្រុមហ្នឹងហើយដែលបាននាំខ្ញុំមកភ្នំពេញអញ្ចឹងវាហាក់បីដូចជាសហគមន៍មួយដែលជួយគ្នានៅក្នុងគ្រួសារមួយដែលជួយគ្នាដើម្បីរីកចម្រើនទាំងអស់គ្នាអញ្ចឹងពេលដែលខ្ញុំឡើងមកភ្នំពេញខ្ញុំក៏នៅបន្តធ្វើក្រុមនឹងអ្នកណាឆ្ងល់អីពេលខ្លះខ្ញុំអត់ចេះទេខ្ញុំទៅស្រាវជ្រាវហើយយកមកប្រាប់គេពេលគេធ្វើទៅបានដែរអញ្ចឹងយើងសប្បាយចិត្តយើងបានរៀនសូត្រដែរអញ្ចឹងវាហាក់បីដូចជាល្អឥតខ្ចោះសម្រាប់ខ្ញុំ platform មួយហ្នឹងល្អមែនទែនជាមួយសហគមន៍មួយហ្នឹងសហគមន៍ហ្នឹងក៏មិនមែននឹងល្អទាំងស្រុងដែរវាមានបញ្ហាចម្រូងចម្រាសមួយចំនួនដូចអ្នកខ្លះគាត់អត់ចេះសួរគាត់អត់ដឹងសួរគេមិនអញ្ចឹងយើងត្រូវប្រាប់គាត់ថាដើម្បីសួរវាត្រូវតែមានសមត្ថកម្មអញ្ចេះពួកគេអត់អាចត្រាស់ដឹងទៅយល់អំពីសំណួរហ្នឹងទេអញ្ចឹងយើងឃើញទេតាំងពីបច្ចេកទេសហើយបង្រៀនមនុស្សឲ្យយល់ពីរបៀបប្រទេសបាទរបៀបសួររបៀបអីរបៀបធ្វើមិនបាច់ឲ្យគេមកឆ្លើយព្រោះជាធម្មតាសហគមន៍បើយើងដាក់សំណួរទៅដែលចាប់អារម្មណ៍ខ្លួនឯងអត់ថាពេលដែលយើងឲ្យតែយើងដាក់សំណួរទៅគេអត់ដែលមកឆ្លើយវាច្បាស់ជាមានរឿងអីមួយយ៉ាងហើយមែនទេអញ្ចឹងវាមានរឿងច្រើននៅក្នុងហ្នឹងដែលអាចរៀនសូត្របានអូខេបន្ទាប់មកទៀតប្រហែលឆ្នាំក្រោយមកពួកគ្រប់ហ្នឹងបង្កើតតាំងពីឆ្នាំ2011
រហូតដល់ឆ្នាំ2021យូរឆ្នាំដែរ10ឆ្នាំដែលបំរើឲ្យអ្នកដែលស្វែងយល់ពី IT អាចថាសហគមន៍ដ៏ធំមែនតើមានអ្នកបច្ចេកទេសមានអ្នកអីនៅក្នុងច្រើនយល់ទៅមែនតើក្រោយមកមានខ្ញុំបានរវល់ច្រើនជាមួយនឹងការងារខ្ញុំបានដកខ្លួនមួយផ្នែកទៅធ្វើ Barcamp ដែលជាសហគមន៍មួយទៀតដែរតែជាសហគមន៍ផ្ទាល់មិននៅលើបណ្ដាញសង្គមទៀតទេសហគមន៍ផ្ទាល់ចេញមកខាងក្រៅយកមកអញ្ចឹងខ្ញុំក៏ដកឃ្លាមួយចំនួនហើយក៏មាន admin 2-3 នាក់ផ្សេងទៀតនៅក្នុងនឹងអញ្ចឹងទៅអញ្ចឹងបញ្ហាក៏កើតឡើងនៅពេលដែលខ្ញុំអត់សូវ active ការឆ្លើយក៏រៀងថយចុះមួយចំនួនយើងមានមិនសូវមានអ្នកសម្របសម្រួលអីច្រើនអញ្ចឹងទៅភាពអញ្ញែអញ្ញៃក៏វាអាចកើតមានរហូតដល់ខ្ញុំអត់បានយកចិត្តទុកដាក់ទៅលើក្រុមហ្នឹងហើយរឿងក៏កើតឡើងដោយ Facebook លុបក្រុមហ្នឹងចោលអត់ it's gone មកបាត់សូន្យហ្មងចេញពីបណ្ដាញសង្គមវ៉ាវខ្ញុំ shock ខ្ញុំគាំងហើយខ្ញុំក៏គិតថាទៅរហូតដំណោះស្រាយជាមួយនឹង Facebook ដែរពេលដែលយើងរហូតដំណោះស្រាយកាលហ្នឹង Facebook វាអត់មានច្រកនៅក្នុងការដោះស្រាយយើងអត់អាចតាក់ទងទៅ Facebook បានទេអត់មានច្រកអីហ្មងអញ្ចឹងពួកយើងក៏សម្រេចចិត្តថាបើអញ្ចឹងហើយក៏អញ្ចឹងទៅចុះដោយសារខ្ញុំរវល់ Barcamp ដែរក៏ធ្វើតែ Barcamp អញ្ចឹងទៅយើងផ្អាកក្រុមនឹងចូលមកដល់ឥឡូវនេះដែលគ្រប់គ្នាបានមួយចំនួនបានឃើញវីដេអូថាខ្ញុំបានធ្វើអានឹងឡើងវិញគឺដោយសារតែខ្ញុំគិតថានៅក្នុងស្រុកខ្មែរយើងវាត្រូវការច្រកវាត្រូវការ platform វាត្រូវការថ្នាលដ៏ផុសផង់មួយសម្រាប់ចែករំលែកហ្នឹងឯងទោះបីជាវាអត់បានល្អឥតខ្ចោះដូចសម័យនោះក៏ដោយតែខ្ញុំគិតថាហេតុអីបានយើងអត់គួរមានបច្ចុប្បន្នវាត្រូវតែមានទាំងអស់ហ្នឹងដើម្បីចែករំលែកគ្នាជាសហគមន៍មួយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបង្កើតអានឹងឡើងវិញនាំអនុស្សាវរីយ៍កន្លងមកចាស់ហើយក៏អាចទុកជាច្រកមួយសម្រាប់ឲ្យគ្រប់គ្នាបានរៀនសូត្រដែរខ្ញុំដឹងថាអានឹងបង្កើតមកវាមិនបានល្អឥតខ្ចោះក្នុងគណៈពេលឥឡូវទេតែយើងត្រូវតែមានដូចអ្នកនរដឹងខ្ញុំគឺចូលចិត្តចែករំលែកអញ្ចឹងខ្ញុំត្រូវតែរកគ្រប់វិធីសាស្ត្រទោះបីខ្ញុំបង្កើតខ្ញុំដឹងថាតែវាអត់ដើរទៅខ្ញុំអត់ខ្វល់ទេទោះបីអត់ដើរក៏ដោយតែខ្ញុំបានបង្កើតអានឹងច្រកព្រោះខ្ញុំដឹងថាប្រជាពលរដ្ឋត្រូវការចំណេះដឹង digital បាទយើងត្រូវតែមានរបស់គ្រប់កន្លែងឲ្យគាត់បើមិនអញ្ចឹងទេគាត់វែងរត់ឃើញអញ្ចឹងយើងត្រូវតែមានកន្លែងណាដែលយើងអាចធ្វើបានយើងត្រូវតែធ្វើអញ្ចឹងជាមូលហេតុកម្លាំងចិត្តឲ្យខ្ញុំសាកល្បងធ្វើអានឹងមើលវាដើរអត់គ្រប់គ្នាអាចត្រឡប់មកវិញបានអត់គ្រប់គ្នាមាន spirit មានពលឹងនៅក្នុងការធ្វើអានឹងអត់ហើយខ្ញុំក៏ជាឱកាសមួយសម្រាប់ទាញយកចំណាប់អារម្មណ៍ឲ្យគ្រប់គ្នារួបរួមព្រោះយើងបានរៀនសូត្រច្រើនហើយកាលពីសង្គ្រាមអត់មានច្រករហ័សណាដើម្បីជជែកគ្នាសួរនាំគ្នាជួយគ្នាចាប់ផ្ដើមសួរនាំគ្នាតាមក្រុមមួយតូចចុះហេតុអីបានជាយើងមិនប្រើសហគមន៍មួយដែលមានមនុស្សចូលរួមជួយគ្នានៅក្នុងនឹងហ្មងទៅផ្នែក IT ផ្នែកអីហ្នឹងទៅអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើអានឹងឡើងវិញដែលខ្ញុំអត់ដឹងថាវានឹងត្រូវដើរមិនទេឬក៏វានឹងត្រូវដួលទៅវិញក៏មិនដឹងដូចគ្នាដែរតែយ៉ាងណាខ្ញុំបានធ្វើអានឹងអញ្ចឹងមូលហេតុមានពីរខ្ញុំចង់កសាងសហគមន៍នឹងឡើងវិញហើយខ្ញុំចង់ឲ្យមនុស្សច្រើនផ្សេងទៀតចេះកសាងសហគមន៍ខ្លួនឯងពេលដែលយើងត្រូវរួមគ្នាហើយពេលដែលយើងត្រូវការធ្វើអ្វីជុំគ្នាហើយយើងជុំគ្នាក្នុងការចូលរួមហើយតិចទៀតមានក្រុមផ្សេងមកចូលរួមថតទៀតចេញការជំរុញទឹកចិត្តផ្សេងមួយទៀតអញ្ចឹងការជំរុញទឹកចិត្តធ្វើឲ្យមានរូបភាពនឹងកើតឡើងគឺជារឿងដែលខ្ញុំចង់បានហើយទោះបីជាការជំរុញខ្ញុំទឹកចិត្តបង្កើតក្រុមហ្នឹងថ្មឡើងវិញអត់មានមនុស្សចូលរួមក៏ដោយតែខ្ញុំបានបង្រៀនគ្នាយើងខ្ញុំបានរៀនខ្លួនឯងថាខ្ញុំបានបង្កើតសហគមន៍មួយអ្នកឯងត្រូវតែបង្កើតសហគមន៍មួយដែរអ្នកឯងត្រូវតែរួបរวมជាមួយនឹងមនុស្សច្រើនផ្សេងទៀតដែរធ្វើអីមួយយើង band នៅក្នុងស្រុកយើងក្រុមនៅក្នុងស្រុកយើងភាគច្រើនជុំគ្នាបែកគ្នាអស់យើងគួរតែត្រឡប់មកធ្វើការងារជាសហគមន៍ជាមួយគ្នាវិញហើយព្រោះរឿងទាំងអស់ហ្នឹងសំខាន់ព្រោះយើងត្រូវការរួមគ្នាអញ្ចឹង group ហ្នឹងវាជា group មួយដែលជួយដោះស្រាយហើយក៏ជាក្រុមដែលខ្ញុំលើកជាឧទាហរណ៍ដើម្បីឲ្យគ្រប់គ្នារួមគ្នាយើងត្រូវដល់ពេលរួមគ្នាយើងត្រូវពេលដោះស្រាយជុំគ្នាយើងត្រូវពេលមកជុំគ្នាដើម្បីដោះស្រាយទាំងអស់ហ្នឹងគឺជាអ្វីដែលខ្ញុំចង់ឃើញហើយបច្ចុប្បន្នយើងដឹងហើយយើងមិនយើងនិយាយពីសង្គ្រាមតែនៅក្នុងស្ថានភាពរបស់យើងបានមានបញ្ហារឿងអីគេរឿង scam តែអញ្ចឹងរឿងហ្នឹងហើយដែលខ្ញុំចង់ដោះស្រាយថាហេតុអីមិនយើងមិនគួរមានសហគមន៍មួយដើម្បីជួយដោះស្រាយគ្នាទៅយើងមានបញ្ហាអីគេដោះរបៀបមកជួយមកជាបែបសហគមន៍ខ្ញុំអត់ដាក់បន្ទុកទេព្រោះអ្នកខ្លះតែពេលតែយើងនិយាយចាប់ផ្ដើមដាក់នយោបាយចូលដាក់អីខ្ញុំអត់ទេយើងជាប្រជាពលរដ្ឋដែលយើងអាចដោះស្រាយអីចេញពីយើងគឺជារឿងដ៏សំខាន់បំផុតនៅក្នុងការដោះស្រាយយើងគឺជាកតាលីករយើងគឺជាបុគ្គលមួយត្រូវតែរួមជា molecule មួយសម្រាប់ដោះស្រាយមកគ្រប់គ្នាគឺអាចដោះស្រាយបានសូម្បីតាអ្នកទាំងអស់គ្នាធ្វើឲ្យខ្លួនឯងមានលទ្ធភាពផឹកកាហ្វេនេះក៏ជាលទ្ធភាពដែលយើងជំរុញសេដ្ឋកិច្ចរបស់យើងដែរអញ្ចឹងអាហ្នឹងគឺជួយហើយអញ្ចឹងសម្រាប់ខ្ញុំសូមដើរតួនាទីជា molecule នៃសហគមន៍ដើរតួនាទីជា
thiết này giả cùng của dương sầm khăn này chân dương miên là nâng trán trong chưa tha dương rung kia bàn này chỉ hướng đó là bóng phốt để dương thở tập thơ về lại hay bọn có chỉ molecule mùi nó không media để mà đại chung như mà chạy đồng lên mà nè ắt là bay nè mình sợ cái score tại miền snap đại miền sẽ hướng lo mà bọn chui mà nâng mà làm bay thưa anh đó hay khi đăng tha inspiration project nữa có mìnhประกอบhá thôi là bấy bàn tay trong oi niệm sen tiết miền atipol thôi chẳng đây mà podcast thôi whatever để những ảnh vừa bán xem nhé chia atipol chia vitamin miền sen tiết này បាទអញ្ចឹងបងអរគុណមែនតើដែលបានចែករំលែកអំពីកម្មវិធីម្ដងទៀតបងរៀនចែក IT ចែកគ្នានិយាយ IT ចែកគ្នានិយាយ IT 2.0 ហើយខ្ញុំនឹងតាមដានហើយបើមានឱកាសខ្ញុំនឹងជជែកជាមួយបងបន្ថែមតើអ្វីទៅដែលជាផ្នែកដែលខ្ញុំអាចចូលរួមបានតាមលទ្ធភាពពីព្រោះសម្រាប់ខ្ញុំវាគឺជាការរៀនសូត្ររបស់ខ្ញុំផ្ទាល់ខ្លួនដែរដែលខ្ញុំធ្វើការងារខ្លះកន្លងមកនៅក្នុងវិស័យ digital ហើយនឹង media អញ្ចឹងខ្ញុំពិតជាសប្បាយចិត្តដែលបង bring it back ដែលបងបានឃើញហើយថាវាបានជួយបម្រើទៅដល់ប្រជាជនឬក៏យុវជនដែលធ្លាប់ចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាដែលពួកគាត់មានអញ្ចឹង keep me update ខ្ញុំគិតថាមកដល់ម៉ោងនេះខ្ញុំបានជជែកច្រើនហើយខ្ញុំបានរៀនច្រើនពីបងនៅក្នុងវីដេអូនេះតើចុងក្រោយសម្រាប់បងផ្ទាល់អ្វីទៅដែលបងគិតថាជាចំណុចសំខាន់ជាសារសំខាន់ទៅដល់បងប្អូនជាច្រើនដែលគាត់អាចថាជាអ្នកតាមដានបងផ្ទាល់ជាអ្នក follower បងផ្ទាល់និងប្រជាជនជាច្រើនផ្សេងទៀតដែលអាចនឹងមិនទាន់បានមើលឃើញ content របស់បងតើបងមានសារមានអ្វីផ្ញើទៅកាន់គាត់ដែរខ្ញុំដូចអត់មានអីច្រើនទេហើយខ្ញុំក៏មិនរំពឹងទុកថាមានអ្នកស្គាល់ត្រូវតែស្គាល់ខ្ញុំទាំងអស់ដែរតែខ្ញុំចង់ឲ្យរូបភាពរបស់ខ្ញុំដិតដាមទៅកាន់អ្នកចែករំលែកច្រើនទៀតមិនបាច់ប្រើឈ្មោះខ្ញុំថាមានសុផាត1 2 3 4 5ទេតែជាគាត់ដែលបានធ្វើរូបភាពមួយដែលគាត់បានជាកត្តាឲ្យមានប្រយោជន៍ជាវិជ្ជមានសម្រាប់អ្នកច្រើនផ្សេងទៀតទៅខ្ញុំសប្បាយចិត្តហើយអញ្ចឹងសម្រាប់ខ្ញុំចង់ឲ្យអ្នកដែលធ្លាប់ផលិតហើយអ្នកដែលបោះបង់ការផលិតហើយអ្នកបានចែករំលែកហើយគឺត្រូវតែតម្រង់ទីខ្លួនឯងថាត្រូវតែចំណាយពេលមួយផ្នែកដើម្បីជំរុញឲ្យប្រទេសរបស់យើងហ្នឹងប្រកាសថាយើងបានរួមចំណែកនៅក្នុងប្រជាជនរបស់យើងហ្នឹងឲ្យអភិវឌ្ឍទាំងផ្នែកគំនិតក្តីទាំងចំណេះដឹងក្តីជាង digital ក្តីធ្វើម៉េចត្រូវតែគិតខ្លួនឯងថាទាំងអស់ហ្នឹងត្រូវតែរួមចំណែកខ្ញុំដឹងថាកត្តាសេដ្ឋកិច្ចកត្តារាំងស្ទះមួយចំនួនដែលពួកគាត់អាចថាដើរផ្លូវផ្សេងខ្ញុំសូមអត់និយាយប៉ុន្តែសូមត្រឡប់មកវិញយើងបានឃើញរូបភាពដែលយើងបានរួមគ្នាការសង្គ្រាមការទស្សនវិជ្ជាទាំងអស់ហ្នឹងទាំងអស់ហ្នឹងហើយគឺជាពលឹងគឺជាអត្តសញ្ញាណដែលគ្រប់គ្នាត្រូវតែមានដើម្បីឲ្យប្រទេសយើងរួមគ្នាដើម្បីឲ្យអាកម្លាំងទឹកចិត្តមោះមុតយើងនឹងត្រឡប់មកវិញហើយធ្វើរឿងទាំងអស់នឹងជុំគ្នាយើងនឹងសម្រេចបានទាំងអស់គ្នាអញ្ចឹងធ្វើអ្វីដែលយើងមានដដែលធ្វើអ្វីដែលយើងមានតែសូមចំណាយពេលមួយផ្នែកថាយើងបាន contribute យើងបានចូលរួមជាមួយនឹងប្រទេសជាតិសហគមន៍យើងនិយាយថាសហគមន៍ចុះខ្ញុំគិតថានេះគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយខ្លួនឯងមកខ្ញុំឧទាហរណ៍ថាប្រសិនបើយើងចំណាយពេលជួយអ្នកដទៃនឹងចំណាយពេលជួយអ្នកដទៃនឹងជួយអ្នកដទៃទៀតនៅក្នុងប្រទេសកម្ពុជារបស់យើងគឺយើងរីកចម្រើនទាំងអស់គ្នាហើយយើងអត់អាចផ្ដាច់គាត់ហើយយើងរីកចម្រើនម្នាក់ឯងហើយយើងអាចទៅខ្ពស់ទេពួកគាត់នឹងត្រឡប់មកជួយគ្នាយើងនឹងត្រឡប់ទៅជួយគាត់នឹងត្រឡប់មកជួយយើងតាមរូបភាពគ្រប់សពបែបយ៉ាងទាំងអស់ខ្ញុំច្រើនតែនិយាយពាក្យថា bond is connected រាល់អំពើល្អវាតែងតែ connect គ្នាអញ្ចឹងត្រូវតែធ្វើវាយើងត្រូវតែយកអាហ្នឹងគឺជាការធ្វើបុណ្យបើសិនបើយើងគិតថាយល់តែពាក្យបុណ្យប៉ុន្តែបើយើងគិតថាអាហ្នឹងគឺជាអំពើល្អគឺយើងត្រូវតែធ្វើវាដោយគិតថាទាំងអស់ហ្នឹងគឺ connected ដូច internet អញ្ចឹងរាល់ថ្ងៃ AI connected មួយគ្នាតោះហេតុអីបានជាយើងមិនធ្វើអំពើល្អ connected មួយគ្នាទៅ
ខ្ញុំចង់ឲ្យគ្រប់គ្នាចំណាយពេលមួយផ្នែកបន្តិចក៏បានណាបន្តិចនៅក្នុងមួយសប្តាហ៍ក៏បានបន្តិចក្នុងមួយខែក៏បានឬក៏ឆ្លោះបញ្ចាំងខ្លួនឯងថាមួយឆ្នាំយើងបានធ្វើអីគេខ្លះសម្រាប់ប្រទេសជាតិយើងក៏បានសម្រាប់ប្រទេសជាតិសម្រាប់គ្រួសារសម្រាប់ខ្លួនឯងហ្នឹងសម្រាប់យើងអាទាំងអស់ហ្នឹងវានឹងរុញជា connect ជាប្រព័ន្ធជាបណ្ដាញមួយដែលមិនបាច់ដោតខ្សែគឺយើង auto connected ស្វ័យប្រវត្តិ អូស្រស់ស្អាតណាបងស្ដាប់message បងចុងក្រោយវាឆ្លុះបញ្ចាំងមកខ្ញុំវិញដែរនៅអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃអញ្ចឹងអរគុណមែនតើបងហើយបញ្ចប់វីដេអូរបស់យើងសម្រាប់បងប្អូនដែលបានមើលវីដេអូរបស់យើងតាំងពីដើមរហូតដល់ពេលវេលានេះសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្វែងយល់បានរៀនសូត្រតិចក្តីច្រើនក្តីជឿជាក់ថានឹងបានទៅដល់អ្នកទាំងអស់គ្នាហើយអរគុណបងមែនតើដែលបានចំណាយពេលមកអង្គុយនិយាយជាមួយខ្ញុំនៅក្នុងវីដេអូនេះហើយឆ្លៀតពេលអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត Remember be kind and stay curious